សួស្តីបងប្អូនទាំងអស់យើងថ្ងៃនេះមានរឿងថ្មីមកចែកជូនបងប្អូនទាំងអស់យើងស្ដាប់ទុកជាការកម្សាន្តដោយសាច់រឿងនេះគឺជាសាច់រឿងរបស់ក្រុមនិស្សិតមួយក្រុមដែលគាត់បានទៅជួបហេតុការណ៍ចម្លែកក៏ដូចជាហេតុការណ៍ដែលគួរឲ្យខ្លាចជាច្រើននៅក្នុងផ្ទះសំណាក់មួយកន្លែងនៅក្នុងខេត្តមួយហើយរឿងរ៉ាវដែលបានកើតឡើងនៅក្នុងផ្ទះសំណាក់មួយហ្នឹងធ្វើឲ្យអ្នកដែលមិនចេះខ្លាចខ្មោចអ្នកដែលមិនជឿរឿងខ្មោចចុងក្រោយហ្នឹងក៏ត្រូវតែខ្លាចរត់ចេញពីផ្ទះសំណាក់មួយហ្នឹងហើយក្រុមនិស្សិតមួយក្រុមហ្នឹងក៏ទ្រាំនៅក្នុងផ្ទះសំណាក់ហ្នឹងរយៈពេល3ថ្ងៃរហូតដល់ថ្ងៃចុងក្រោយហើយក្នុងរយៈពេល3ថ្ងៃហ្នឹងធ្វើឲ្យក្រុមនិស្សិតហ្នឹងរស់នៅទាំងភ័យខ្លាចផងទាំងភ័យរន្ធត់ផងធ្វើឲ្យពួកគាត់ហ្នឹងភ័យឡើងស្ទើរតែលោភលំដែលពួកគាត់នឹកស្មានមិនដល់ថាវាមានរឿងរ៉ាវទាំងអស់ហ្នឹងកើតឡើងមកលើពួកគាត់ទាំងអស់គ្នាអូខេឥឡូវខ្ញុំសូមបង្ហើបសាច់រឿងប៉ុណ្ណឹងហើយមុននឹងចូលទៅដល់សាច់រឿងទាំងមូលសូមពឹងពុកម៉ែបងប្អូនអ្នកទាំងអស់យើងជួយចុច like ជួយចុច subscribe ហើយដាក់មេដៃមួយយើងរួចដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដោយសាច់រឿងរបស់យើងហ្នឹងគឺកើតឡើងយូរហើយដែរតាំងពី15ជាងឆ្នាំមុនមកម្លេះហើយក៏ជាសាច់រឿងរបស់បងសុភាផងដែរហើយនៅក្នុងសាច់រឿងនេះខ្ញុំសូមហៅគាត់ថាបងភាដើម្បីឲ្យវាខ្លីងាយស្រួលហៅកាលហ្នឹងបងភាហ្នឹងគាត់គឺជាអ្នករស់នៅក្នុងទីក្រុងអីធម្មតាអញ្ចឹងដែរប៉ុន្តែដល់ថ្ងៃមួយហ្នឹងគឺជាថ្ងៃចំថ្ងៃបុណ្យថ្ងៃអុំទូកអញ្ចឹងទៅហើយរយៈពេល3ថ្ងៃហ្នឹងគាត់ក៏បបួលមិត្តភ័ក្តិក៏ដូចជាអ្នកដែលរៀននៅក្នុងសាលាជាមួយគាត់នៅក្នុងថ្នាក់រៀនជាមួយគាត់ហ្នឹងទៅដើរលេងក៏ដូចជាធ្វើដំណើរកម្សាន្តនៅក្នុងខេត្តមួយហើយនៅក្នុងហ្នឹងក៏មានប្អូនគាត់ទៅជាមួយដែរបន្តិចទៀតហ្នឹងខ្ញុំនឹងរៀបរាប់អំពីក្រុមរបស់ពួកគាត់ថាមានអ្នកណាខ្លះដែលបានទៅជួលផ្ទះសំណាក់មួយហ្នឹងឬក៏បានទៅដើរលេងហើយជួលផ្ទះសំណាក់មួយហ្នឹងហើយឥឡូវហ្នឹងសូមរៀបរាប់អំពីសភាពក៏ដូចជាផ្ទះដែលពួកគាត់មកក្រុមគ្នាគាត់ហ្នឹងបានទៅជួលហ្នឹងហើយផ្ទះសំណាក់មួយហ្នឹងគឺនៅភូមិដាច់ស្រយាលមួយហើយនៅភូមិដាច់ស្រយាលហ្នឹងមានបឹងមួយចំណែកឯបឹងហ្នឹងហុំព័ទ្ធទៅដោយព្រៃភ្នំជុំវិញហ្នឹងហើយនៅកន្លងព្រៃភ្នំជុំវិញហ្នឹងគឺមានផ្ទះសំណាក់ដែលនៅដាច់ស្រយាលមួយនៅតែឯងអញ្ចឹងដោយផ្ទះសំណាក់មួយហ្នឹងមានជណ្ដើរឈើសម្រាប់ឡើងហើយជណ្ដើរឈើពេលដែលយើងឡើងទៅគឺវាឮសំឡេងវាហ្នឹងឮពេលដែលយើងជន់អត់តែយើងជន់គឺវាឮសំឡេងដូចថាជន់ទៅឮងេតងត់ដោយកាលហ្នឹងផ្ទះសំណាក់មួយហ្នឹងគឺមិនមែនជាផ្ទះដែលធ្វើអំពីបេតុងឬក៏អីផ្សេងទេណាគឺសម័យហ្នឹងផ្ទះសំណាក់កាលហ្នឹងគឺគេធ្វើពីឈើអញ្ចឹងផ្ទះមួយហ្នឹងលក្ខណៈថាដូចថាវារៀងចាស់អញ្ចឹងទៅនៅពេលដែលមានអ្នកណាម្នាក់ឬក៏មនុស្សដើរជន់អញ្ចឹងគឺវាឮសំឡេងងេតងត់ក្លែកក្រកបែបហ្នឹងហើយចំណែកឯម្ចាស់ផ្ទះសំណាក់មួយហ្នឹងគឺគាត់ពុំបានជួសជុលចណ្ដើមួយហ្នឹងដែលជន់ទៅឮសំឡេងងេតងត់ក្លែកក្រកស្ទើររាល់យប់អញ្ចឹងទេឲ្យតែពេលដែលមនុស្សដើរជន់ណាគឺតែងតែឮសំឡេងអញ្ចឹងម្ចាស់ផ្ទះហ្នឹងខ្ទុកចោលចណ្ដើហ្នឹងអត់មានជួសជុលអីទេមិនដឹងថាមូលហេតុអីបានជាគាត់មិនជួសជុលគឺយើងអត់ដឹងទេណាចំណែកឯអំពូលភ្លើងដែលបំភ្លឺនៅក្នុងផ្ទះមួយហ្នឹងគឺវាមិនសូវភ្លឺទេលក្ខណៈថាវាភ្លឺតិចភ្លឺស្អាតអញ្ចឹងណាភ្លឺអត់សូវចាំងដោយអំពូលសម័យបច្ចុប្បន្នអញ្ចឹងណាប៉ុន្តែនៅពេលដែលពលឺភ្លើងហ្នឹងវាភ្លឺមកវាចាំងសម្អល់វែងនៅជាប់ជាងបែបហ្នឹងអញ្ចឹងហើយបងប្អូនយល់អត់ថាសម្អល់វែងហ្នឹងសម្អល់បែបម៉េចលក្ខណៈថានៅពេលដែលបងប្អូនអុជចង្គីងឬក៏បើកចង្គីងអញ្ចឹងទៅហើយបងប្អូនឈរនៅពីមុខពលឺហ្នឹងពលឺចង្គីងហ្នឹងហើយបងប្អូនសម្លឹងទៅមើលសម្អល់ខ្លួនឯងដែលនៅលើជញ្ជាំងគឺវាធំហើយវែងវាគឺវាលក្ខណៈបែបហ្នឹងប៉ុន្តែបើសិនជាសម័យឥឡូវហ្នឹងបើយើងបើកអំពូលដែលភ្លឺខ្លាំងឬក៏បើកអំពូលដែលនៅពីលើយើងអញ្ចឹងសម្អល់របស់យើងហ្នឹងដែលចាំងពីអំពូលភ្លើងហ្នឹងគឺវាទូចខ្លីខ្ទល់អីទេប៉ុន្តែសម័យហ្នឹងគឺគេប្រើភ្លើងលក្ខណៈបែបមិនសូវភ្លឺរបស់គេហើយឈរទៅហើយមើលសម្អល់របស់យើងទៅលើអញ្ចឹងគឺវាវែងហើយធំបែបហ្នឹងអញ្ចឹងណារីឯក្លិនដែលបក់មកតាមរយៈខ្យល់មកគឺក្លិនចម្លែកមែនទែនដូចថាក្លិនដែលជាក្លិនផ្កាធ្លាក់ចុះលួយរាប់អាទិត្យអញ្ចឹងណាគឺក្លិនបែបហ្នឹងអញ្ចឹងទៅនៅពេលដែលខ្យល់បក់មកវូមកគឺក្លិនបែបហ្នឹងក្លិនដែលផ្ការុះចេញពីដើមឈើហើយរាប់អាទិត្យ7 8ថ្ងៃអញ្ចឹងបានវាលួយផ្កាហ្នឹងគឺក្លិនខ្យល់បក់មកក្លិនបែបហ្នឹងអញ្ចឹងទាំងក្លិនទាំងសភាពផ្ទះយើងមើលទៅគឺមើលទៅដូចជាបង្កើតនៅសភាពអាចកំបាំងមែនទែនផ្ទះមួយហ្នឹងនៅក្នុងផ្ទះសំណាក់មួយហ្នឹងគឺគេមាន2ជាន់ណាតែមានជាន់តដីមួយជាន់ទី2ហើយហ្នឹងជាន់ទី3ជាន់ទី3ហ្នឹងមិនមែនជាបន្ទប់អីទេជាន់ទី3គ្រាន់តែជាកន្លែងដែលគេសម្រាប់លំហែអីអញ្ចឹងណាហើយនៅក្នុងជាន់ទី2ហ្នឹងគឺមានបន្ទប់មួយហ្នឹងគឺត្រូវបានចាក់សោចិត្តយកទៅហ្មងចាក់សោដាក់មេសោឡើងប្រព័ន្ធណៃឡើងមាំយកហ្មងប៉ុន្តែនៅលើមេសោហ្នឹងស្រាប់តែមានស្នាមឆ្នោតអ្វីមួយយ៉ាងនៅលើសោហ្នឹង
បងប្អូនដឹងដូចយើងយកស្អីទៅឆូតលើអាមេសៅឲ្យឃើញស្នាមបែបហ្នឹងអញ្ចឹងឃើញស្នាមឡើងមកកណោលើមេសៅហ្នឹងប៉ុន្តែมันមាននរណាម្នាក់ហ៊ាននិយាយឬក៏លើកឡើងអំពីបន្ទប់ហ្នឹងទេដោយសារតែมันមានអ្នកហ៊ាននិយាយมันមានអ្នកហ៊ានលើកឡើងទើបវាគឺជាចំណុចមួយនៃការចាប់ផ្ដើមរឿងភ័យរន្ធត់រឿងគួរឲ្យខ្លាចរឿងគួរឲ្យញាក់សាច់នៅក្នុងសាច់រឿងយើងមួយហ្នឹងហើយទាំងនេះគឺជាសភាពក៏ដូចជាលក្ខណៈនៃផ្ទះសំណាក់មួយហ្នឹងឥឡូវយើងត្រឡប់មកនិយាយពីបងភាវិញម្ដងដោយបងភាកាលហ្នឹងគាត់គឺជានិស្សិតសាកលវិទ្យាល័យដែលមានអាយុ22ឆ្នាំណាគាត់មានចំណង់ចិត្តក្នុងការដើរលេងដើរផ្សងព្រេងហើយគាត់បានបបួលមិត្តភ័ក្តិគាត់ដែលត្រូវជាមិត្តភ័ក្តិដែលរៀននៅក្នុងថ្នាក់រៀនជាមួយគ្នាហ្នឹងហើយនឹងបងអូនប្រុសរបស់គាត់ម្នាក់ទៀតពួកគាត់ក៏បបួលគ្នាគាត់ទៅដើរលេងទៅជួលផ្ទះមួយកន្លែងហ្នឹងទៅហើយនៅក្នុងឱកាសបុណ្យអុំទូក3ថ្ងៃហ្នឹងគឺពួកគាត់គិតថាពួកគាត់នឹងដើរលេងឲ្យសប្បាយឲ្យណានណៃម្ដងដើម្បីទុកជាអនុស្សាវរីយ៍ថ្ងៃក្រោយដែលពួកគាត់បានជួបជុំគ្នាអញ្ចឹងណាហើយរយៈពេល3ថ្ងៃគាត់ថានឹងបង្កើតជាបទពិសោធន៍មួយដែលសប្បាយฮืអហាសម្រាប់ពួកគាត់ទាំងអស់គ្នាអញ្ចឹងណាហើយអ្នកដែលពួកគាត់បបួលគ្នាទៅដើរលេងហ្នឹងមកក្រុមហ្នឹងគឺមានដូចជាបងរិទ្ធតែបងរិទ្ធហ្នឹងកាលហ្នឹងគាត់មានអាយុ23ឆ្នាំគាត់គឺជាមិត្តស្និទ្ធស្នាលរបស់បងភាណាតែបងរិទ្ធគាត់គឺជាមនុស្សដែលរប៉ិចរប៉ូចជាមនុស្សដែលនិយាយច្រើនចូលចិត្តលេងសើចហើយបងរិទ្ធហ្នឹងគាត់ក៏ចូលចិត្តស្ដាប់និងនិយាយរឿងខ្មោចដូចបងប្អូនទាំងអស់យើងដែរគាត់និយាយរួមទៅគឺគាត់ចូលចិត្តនិយាយរឿងខ្មោចប្រាប់គេប៉ុន្តែបើសិនជាអ្នកណាដែលភ័យខ្លាចខ្មោចហ្នឹងមិនចូលចិត្តរឿងខ្មោចហ្នឹងគឺបងរិទ្ធគាត់ចូលចិត្តណាគឺគាត់ចូលចិត្តនិយាយឲ្យគេស្ដាប់រឿងខ្មោចអញ្ចឹងទៅហើយមិត្តរបស់គាត់ម្នាក់ទៀតឈ្មោះថាម៉ាលីសូមហៅគាត់ថាចែម៉ាលីណាដោយចែម៉ាលីហ្នឹងគាត់មានអាយុ21ឆ្នាំជាមិត្តស្រីរបស់បងរិទ្ធហើយចែលីហ្នឹងគាត់គឺជាមនុស្សឆ្លាតគាត់គឺជាមនុស្សដែលស្ងប់ស្ងាត់គាត់ប៉ិនសង្កេតមើលសភាពការអីផ្សេងហ្នឹងចែម៉ាលីនិងម្នាក់ទៀតឈ្មោះថាវុធីនៅក្នុងសាច់រឿងសូមហៅគាត់ថាធីខ្លីៗមួយស្រួលស្ដាប់ដោយធីនៅក្នុងសាច់រឿងហ្នឹងគឺគាត់មានអាយុ16ឆ្នាំហើយត្រូវជាបងប្រុសរបស់បងភាណាហើយធីហ្នឹងគាត់គឺជាក្មេងជំទង់ម្នាក់ទេគាត់ចូលចិត្តលេងតែហ្គេមហើយនឹងមិនជឿរឿងខ្មោចទេឲ្យតែរឿងខ្មោចគឺធីហ្នឹងអត់ជឿអីទេនិយាយរួមទៅធីហ្នឹងគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តបាញ់តែហ្គេមណាចូលចិត្តលេងតែហ្គេមណាអ្នកណាដែលនិយាយរឿងខ្មោចប្រាប់គាត់គឺគាត់មិនជឿទេលុះត្រាតែគាត់ជួបខ្លួនឯងមកគាត់ជឿនេះគឺអ្វីដែលគាត់និយាយពួកគាត់បានទៅជួលនៅបន្ទប់2នៅជាន់ទី2នៅក្នុងផ្ទះសំណាក់មួយហ្នឹងដោយបើសិនជាយើងដើរទៅឧទាហរណ៍យើងដើរទៅលិចហ្នឹងទៅនៅចុងរបៀងហ្នឹងនៅខាងចុងគេហ្នឹងមានបន្ទប់មួយបន្ទប់មួយហ្នឹងគឺជាបន្ទប់បិទចិត្តនៅខាងស្ដាំដៃហើយខាងឆ្វេងដៃហ្នឹងទួលមុខបន្ទប់បិទចិត្តហ្នឹងគឺមានបន្ទប់មួយទៀតអាហ្នឹងគឺជាបន្ទប់របស់បងភាចំណែកឯបន្ទាប់ពីបន្ទប់បិទចិត្តនៅខាងស្ដាំដៃនេះជាប់បន្ទប់បិទចិត្តជាប់គ្នាហ្នឹងគឺបន្ទប់មួយដែរបន្ទប់មួយហ្នឹងគឺជាបន្ទប់របស់ចែម៉ាលីហើយហ្នឹងបងរិទ្ធបើយើងនិយាយឲ្យស្រួលស្ដាប់ទៅគឺបងភាហើយនឹងធីហ្នឹងពីអ្នកបងប្អូនគាត់ហ្នឹងគឺគាត់នៅទួលមុខគ្នាជាមួយនឹងបន្ទប់បិទចិត្តហ្នឹងចំណែកឯចែម៉ាលីហើយនឹងសង្សាររបស់គាត់បងរិទ្ធហ្នឹងគឺគាត់នៅជាប់បន្ទប់ហ្នឹងបន្ទប់បិទចិត្តមួយហ្នឹងអានេះខ្ញុំនិយាយមុនឲ្យបងប្អូនទាំងអស់យើងហ្នឹងយល់អំពីបន្ទប់ដែលគាត់រស់នៅជាប់នឹងបន្ទប់បិទចិត្តមួយហ្នឹងហើយមុនពេលដែលគាត់ទៅដល់ផ្ទះសំណាក់មួយហ្នឹងគឺមានអ៊ីម្នាក់ដែលត្រូវជាម្ចាស់ផ្ទះសំណាក់មួយហ្នឹងបានចេញមកទទួលពួកគាត់ទាំងអស់គ្នាណាដោយការចេញមកទទួលពួកគាត់ហ្នឹងមកទទួលក្រុមបងភាហ្នឹងអ៊ីម្នាក់ហ្នឹងគឺគាត់មិនរាក់ទាក់មិនអដែលមានភៀវមកជួលឬក៏គាត់ធ្វើដូចធម្មតាដូចយើងមកសុំកន្លែងគាត់នៅអញ្ចឹងណាហើយអ៊ីម្នាក់ហ្នឹងគឺគាត់មានអាយុប្រហែលជា56ឆ្នាំហើយសក់របស់គាត់ហ្នឹងស្កូវសណាចំណែកឯភ្នែករបស់គាត់មានលក្ខណៈស្អាប់អីមិនដឹងហើយសម្លឹងកលេបកឡាប់បើយើងមើលទៅហាក់បីដូចជាអ៊ីម្នាក់ហ្នឹងកំពុងតែលាក់បាំងអ្វីមួយយ៉ាងពីផ្ទះសំណាក់របស់គាត់អញ្ចឹងណាពេលហ្នឹងពួកគាត់ក៏សួរតម្លៃចរចាត្រូវគ្នាហើយអ៊ីម្នាក់ហ្នឹងក៏នាំពួកគាត់ទៅបន្ទប់ដែលបានរៀបរាប់ខាងលើហ្នឹងរួចក៏ហុចកូនសោឲ្យពួកគាត់ទាំងអស់គ្នាទៅប៉ុន្តែមុនពេលដែលគាត់ចេញទៅហ្នឹងអ៊ីម្នាក់ហ្នឹងក៏បាននិយាយពាក្យមួយម៉ាត់ថាក្មួយសម្រាប់ឲ្យបានស្រួលឲ្យបានសុបាយទៅណាប៉ុន្តែកុំរំខានអ្វីដែលគូរំខានហ្នឹងអ្វីដែលអ៊ីម្នាក់ហ្នឹងគាត់និយាយប្រាប់ពួកគាត់ទាំងអស់គ្នាមកក្រុមហ្នឹងពេលឮបែបហ្នឹងហើយពួកគាត់ក៏មិនបានគិតអីច្រើនដែរណាពួកគាត់ក៏តបតាមធម្មតាបាត់តាមការគូសំរបស់គាត់អញ្ចឹងណាតែអ្វីដែលសំខាន់គឺអ៊ីម្នាក់ហ្នឹងគឺគាត់និយាយប្រាប់ទៅកាន់ក្រុមបងភាមកក្រុមណាគឺគាត់និយាយតិចដូចថាដូចខ្លាចគេលឺមិនដឹងអញ្ចឹងណាឥឡូវបងប្អូនទាំងអស់យើងជួយគិតមើលថាវាគួរឲ្យសង្ស័យអត់នៅសុកម្ចាស់ផ្ទះមកនិយាយបែបហ្នឹងណាតែក៏អូខេណាពួកគាត់ក៏មិននិយាយច្រើនពួកគាត់ក៏មិនគិតច្រើនណាហើយណាមួយពួកគាត់ក៏មកជួលផ្ទះហ្នឹងតែ3ថ្ងៃដែរអញ្ចឹងក៏តាមហ្នឹងទៅពេលហ្នឹងគ្រាន់តែអ៊ីម្នាក់ហ្នឹងដើរចេញទៅបាត់បងភាហ្នឹងស្រាប់តែឮសំឡេងអ្វីម្យ៉ាងគាត់ក៏សម្លឹងទៅបន្ទប់បាត់ចិត្តហ្នឹងមកភាំងប៉ុន្តែក៏មិនគិតអីច្រើនដែរណាពេលហ្នឹងរួចក៏ដើរចូលបន្ទប់តាមធម្មតារៀងខ្លួនចឹងទៅមកយប់ដំបូងហ្នឹងពួកគាត់ហ្នឹងក៏អង្គុយជុំគ្នានៅក្នុងបន្ទប់ជួលមួយហ្នឹងទៅដោយបន្ទប់ពួកគាត់អង្គុយជុំគ្នាហ្នឹងគឺនៅក្នុងបន្ទប់របស់បងភា
ហើយបន្ទប់បងភាហ្នឹងដូចនិយាយអញ្ចឹងគឺនៅទួលមកអាបន្ទប់ដែលបានបិទចិត្តហ្នឹងឯងដោយពួកគាត់បានរៀបចំតុតូចមួយដែលនៅលើតុមានសាច់ខ្លែមានស្រាប៊ីអីផ្សេងតាមដែលពួកគាត់បានទិញនៅផ្សារក្បែរហ្នឹងហើយរបស់របរទាំងអស់ហ្នឹងមានដូចជាអាពីងអាប៉ោងស្រស់មានដូចជានំចុកហើយបន្លែទឹកជាលក់សណ្ដែកដីលីងអីចឹងទៅសម្រាប់ទុកធ្វើជាម្ហូបខ្លែមរបស់គាត់សាច់ខ្លែមរបស់គាត់និយាយរួមទៅរបស់របរហូបចុកទាំងអស់ហ្នឹងគឺទិញយកមកសម្រាប់ធ្វើជាគ្រឿងខ្លែមយកតែហ្មងហើយពួកគាត់ក៏ផឹកស៊ីសប្បាយនិយាយលេងសើចនិយាយអំពីជីវិតដែលនៅសាកលវិទ្យាល័យតាមធម្មតាដោយដែលធ្លាប់បានឆ្លងកាត់អីចឹងទៅបង្រិតហ្នឹងក៏និយាយពីបទពិសោធន៍ដែលគាត់ធ្លាប់បានបរាជ័យក្នុងការប្រឡងហើយត្រូវបានសុំឲ្យម៉ាលីគាត់ជួយគាត់បង្រិតគាត់ថាបើគ្មានម៉ាលីទេប្រហែលជាបន្តធ្លាក់រហូតហើយមើលទៅអាពេលហ្នឹងចែម៉ាលីហ្នឹងក៏សើចហើយក៏តបទៅបង្រិតវិញថាចឹងបងឯងគូតែអរគុណអូនរាល់ថ្ងៃទៅចឹងអ្វីដែលចែម៉ាលីគាត់និយាយលក្ខណៈថាបែបនិយាយលក្ខណៈបែបសង្សាររបស់គេចឹងណាបន្ទាប់ពីចែម៉ាលីគាត់និយាយទៅកាន់សង្សាររបស់គាត់ហើយហ្នឹងធីនេះដែលកំពុងតែលេងហ្គេមនៅពីក្រោយហ្នឹងក៏ស្រែកមកថាចេះថាបងឯងគូតែនិយាយពីរឿងស្នេហារបស់បងភាវិញទៅមិនមែនរឿងរៀនហ្នឹងទេពេលដែលធីនិយាយចឹងហើយបងភាគាត់ក៏សើចប៉ុន្តែសើចទាំងលក្ខណៈអារម្មណ៍មិនស្រួលដូចថាសើចទាំងបង្ខំសើចទាំងមិនសប្បាយចិត្តពីព្រោះតែបងភាហ្នឹងគាត់ធ្លាប់មានបាតពិសោធន៍ស្នេហាដល់វិញជូរចត់អីមិនចឹងទើបនៅពេលដែលនិយាយដល់រឿងស្នេហារបស់គាត់ទើបធ្វើឲ្យគាត់អត់សប្បាយចិត្តបន្ទាប់ពីហ្នឹងហើយបងភាហ្នឹងគាត់ក៏និយាយថាអត់ទេអត់និយាយរឿងស្នេហាអត់និយាយរឿងហ្នឹងទេពួកគាត់ក៏នាំគ្នាបដូរប្រធានបទនិយាយណានាំគ្នានិយាយរឿងផ្សេងអីវិញទៅគ្រាន់តែនាំគ្នានិយាយថាបដូរប្រធានបទនិយាយហ្នឹងពេលហ្នឹងបងរិនគាត់បានដៃហ្មងគាត់ក៏ចាប់ផ្ដើមនិយាយពីរឿងខ្មោចលេងអញ្ចឹងណាគាត់ក៏ថាពេលហ្នឹងមិនដឹងថាបងរិនគាត់ដឹងរឿងពីផ្ទះសំណាក់មួយហ្នឹងមកពីណាណាបងរិនគាត់និយាយថាចេះពួកឯងធ្លាប់ឮអត់គេថាផ្ទះសំណាក់មួយហ្នឹងកាលមុនណាធ្លាប់ជា clinic ចាស់មួយកន្លែងពេទ្យចាស់មួយគេថាមានស្ត្រីម្នាក់បាត់ខ្លួននៅក្នុងអាបន្ទប់បាត់ចិត្តមួយហ្នឹងហើយវិញ្ញាណនាងដែលស្លាប់នៅក្នុងអាបន្ទប់មួយហ្នឹងគឺបន្តឡងដល់ឥឡូវហ្នឹងពេលហ្នឹងគ្រប់គ្នាបាសរោមពេលហ្នឹងគាត់លឺពេលលឺបងរិតនិយាយអញ្ចឹងហើយបងវាបាសរោមហើយអ្នកណាមិនភ័យបើនៅសោកនាំគ្នាមកនិយាយរឿងខ្មោចអញ្ចឹងមែនអត់យ៉ាប់មែនបងរិតនេះប៉ុន្តែទោះជាបាសរោមយ៉ាងណាក៏ដោយបងរិតនៅតែបន្តនិយាយរឿងហ្នឹងបន្តទៀតគាត់ថាបើសិនជាគ្រប់គ្នាលឺសំឡេងគោះទ្វារនៅកណ្ដាលយប់ឬក៏កណ្ដាលត្រៀតអីកុំបើកទ្វារសោះហ្នឹងអ្វីដែលបងរិតគាត់និយាយបែបហ្នឹងពេលលឺបែបហ្នឹងចាយម៉ាលីគាត់ក៏សើចណាព្រោះគាត់ដឹងថាសង្សាររបស់គាត់បងរិតហ្នឹងទីមួយចូលចិត្តនិយាយលេងសើចទីពីរចូលចិត្តស្ដាប់រឿងខ្មោចហើយមកនិយាយប្រាប់គេបន្លាចគេអញ្ចឹងប៉ុន្តែបងភានេះវិញគាត់មានអារម្មណ៍ថាចម្លែកមិនដឹងហើយក៏តបទៅបងរិតវិញភ្លាមថាចេះថាឯងឈប់និយាយអីស្គួតអញ្ចឹងទៅអ្វីនេះជាអ្វីដែលបងភាគាត់និយាយទៅកាន់បងរិតវិញប៉ុន្តែបងរិតហ្នឹងនៅតែបន្តញញឹមដាក់បងភាអីចឹងទៅចំណែកអាធីដែលកំពុងតែលេងហ្គេមខាងក្រោយហ្នឹងក៏ស្រែកមកថាចេះថាពួកបងឯងគួរតែមកលេងហ្គេមជាមួយខ្ញុំនៅខាងក្រោយនេះសប្បាយជាងរឿងខ្មោចគ្រាន់តែគឺជារឿងនិទានទេមិនមែនជារឿងការពិតអីទេបន្ទាប់ពីនាំគ្នានិយាយរឿងខ្មោចទាំងអស់ហ្នឹងចប់ហើយពួកគាត់ក៏បន្តការផឹកស៊ីនិងរាំច្រៀងយ៉ាងសប្បាយរហូតដល់អស់កម្លាំងនៅកណ្ដាលត្រៀតហ្នឹងពួកគាត់ក៏នាំគ្នាគេងលក់នៅយប់មួយហ្នឹងហើយនៅពេលដែលពួកគាត់គេងលក់ហ្នឹងស្ថានភាពក៏ដូចជាបរិយាកាសនៅក្នុងពេលហ្នឹងគឺវាស្ងប់ស្ងាត់មែនទែនវាមានសម្លេងខ្យល់បក់ហើយនឹងមានសម្លេងសត្វល្អិតយំអីមិនដឹងណាជុំវិញហ្នឹងតែគាត់ថាបើសម្លេងសត្វល្អិតយំគឺវាជារឿងធម្មតាពីព្រោះវាមានព្រៃឈើមានអីចឹងទៅតែតែមានសត្វល្អិតប៉ុន្តែនៅយប់ម៉ោង 2ទៅទៀតក៏ឈានចូលមកដល់បងភាគាត់ក៏ភ្ញាក់ឡើងគាត់ក៏ឮសម្លេងមនុស្សដើរអញ្ចឹងណាមនុស្សដើរខាងក្រៅបន្ទប់ថ្នមដើរតិចអញ្ចឹងនៅក្រៅបន្ទប់ហ្នឹងពេលហ្នឹងបងភាហ្នឹងគាត់ក៏សម្លឹងទៅអាបន្ទប់បាត់ចិត្តមួយហ្នឹងប៉ុន្តែមិនឃើញអីទេគាត់សម្លឹងទៅតាមមាត់ទ្វារដោយសារតែនៅពេលដែលគាត់ស្វឹងអស់កម្លាំងនាំឲ្យផឹកច្រៀងរាំសើចសប្បាយពេលយប់ហ្នឹងអស់កម្លាំងគេលក់មិនបានបិទទ្វារទេអញ្ចឹងបងភាហ្នឹងគាត់ឡើងមកគាត់ក៏សម្លឹងទៅមើលអាបន្ទប់បាត់ចិត្តមួយហ្នឹងអត់ឃើញអីទេប៉ុន្តែក្នុងចិត្តគាត់ក៏គិតថាប្រហែលជាគាត់ស្វឹងខ្លាំងគាត់មើលអញ្ចឹងណាគាត់ក៏មិនបានគិតអីច្រើនដែរហើយក៏បន្តការគេងរបស់គាត់តាមធម្មតាបន្ទាប់ពីថ្ងៃទី1កន្លងផុតទៅថ្ងៃទី2ក៏ឈានចូលមកដល់ហើយនៅព្រឹកឡើងហ្នឹងពួកគាត់ទាំងអស់គ្នាហ្នឹងក៏ចាក់ចេញដើរលេងតាមធម្មតាទៅពួកគាត់បានទៅដើរលេងនៅអាបឹងនៅចិត្តហ្នឹងចិត្តអាផ្ទះសំណាក់របស់គាត់ដែរណាគាត់ក៏ដើរលេងមានមនុស្សមានមនាអីច្រើននៅចិត្តហ្នឹងចឹងទៅហើយទឹកនៅក្នុងបឹងហ្នឹងគឺថ្លាឆ្វង់ថ្លាដល់ស្នាក់ឆ្លុះបញ្ចាំងពីអាទិត្យមកមើលទៅវាគួរឲ្យតាក់ទាញគួរឲ្យស្រស់ស្អាតណាប៉ុន្តែក្នុងអំឡុងពេលហ្នឹងក៏វាមានអាបតិចដែរពីព្រោះតែនៅតាមតំបន់ហ្នឹងវាមានភ្នំផងវាមានដើមឈើផងវាមានពពកអញ្ចឹងតែតែមានអាបមានអីស្អាតមកធ្លាក់មកខ្លះចឹងដែរណាប៉ុន្តែទឹកដែលនៅក្នុងបឹងហ្នឹងគឺវាថ្លាឡើងឆ្វង់ហើយឆ្លុះនៅ
មេឆ្លោះនៅព្រះអាទិត្យដែលពីលើដែលជះមកពីលើហ្នឹងគឺស្អាតយកទៅមែនតែសម្រស់នៅក្នុងបឹងមួយហ្នឹងបន្ទាប់ពីហ្នឹងពួកគាត់ក៏ទៅរកទិញអីញ៉ាំនៅភូមិមួយហ្នឹងពួកគាត់ក៏ទិញអាហារពេលព្រឹកនៅផ្សារតូចមួយនៅក្នុងភូមិមួយហ្នឹងហើយក៏ជួបអ្នកលក់ដែលជាស្ត្រីចំណាំម្នាក់មើលទៅពួកគាត់ទាំងអស់គ្នាហ្នឹងដោយខ្សែភ្នែកចម្លែកអីមិនដឹងហើយក៏ស៊ូក្រុមនិស្សិតក្រុមបងភាហ្នឹងថាចេះថាអ្នកទាំងអស់គ្នានៅផ្ទះសំណាក់មួយនោះមែនដល់ពេលហ្នឹងបងភាក៏ឆ្លើយថាចេះថាបាទបន្ទាប់ពីហ្នឹងអ៊ំម្នាក់ហ្នឹងក៏និយាយថាចេះថាក្មួយបើនៅហ្នឹងកុំនៅយូរពេកតែកន្លែងហ្នឹងមិនល្អទេនៅពេលដែលអ៊ំហ្នឹងនិយាយបែបហ្នឹងហើយណាគាត់ក៏ប្រញាប់ចេញទៅបាត់ទៅបងភាហ្នឹងក៏មិនបានស៊ូអីច្រើនពីគាត់ដែរពីព្រោះតែគាត់និយាយបែបហ្នឹងហើយគាត់ដើរទៅបាត់អញ្ចឹងមិនបានស៊ូអីទេពេលហ្នឹងបងភាហ្នឹងគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍អត់ល្អណាដោយសារតែគាត់ជួបមនុស្សពីរនាក់និយាយចម្លែកដាក់គាត់ទី1ម្ចាស់ផ្ទះសំណាក់ហើយទី2អ៊ំម្នាក់ហ្នឹងនិយាយប្លែកហ្នឹងមែនអត់បើយើងស្ដាប់ទៅដោយអង្កលចូលមកនៅដំបូងហ្នឹងចូលមកជួលផ្ទះចរចាតម្លៃដំបូងហ្នឹងអ៊ីដែលជាម្ចាស់ផ្ទះហ្នឹងគាត់មិននិយាយថាចេះថាក្មួយសម្រាប់ឲ្យបានស្រួលឲ្យបានសប្បាយទៅណាប៉ុន្តែកុំរំខានអ្វីដែលគូរំខាននេះអាពាក្យកតុយហ្នឹងធ្វើឲ្យបងភាហ្នឹងក៏គិតច្រើនម្ដងហើយប៉ុន្តែឥឡូវហ្នឹងមកលឺអ៊ំម្នាក់ហ្នឹងដែលជាអ្នកលក់ហ្នឹងនិយាយទៀតថាចេះថាបើនៅផ្ទះសំណាក់ហ្នឹងកុំនៅយូរពេកអាកន្លែងហ្នឹងមិនល្អទេអាហ្នឹងបងភាគាត់គិតច្រើនគាត់គិតមែនតើណារឿងហ្នឹងវាប្លែកពេកហ្នឹងមែនអត់អ្នកភូមិក៏ដូចជាម្ចាស់ផ្ទះសំណាក់មួយហ្នឹងបើថាអ្នកភូមិហ្នឹងមិនអីទេចំណែកឯអ៊ីដែលជាម្ចាស់ផ្ទះហ្នឹងគឺគាត់និយាយចឹងដែរនៅសុកមកនិយាយមកបង្ហើបរឿងចឹងណាមិនគិតច្រើនណាមិនខ្វល់មិនខ្វាយមែនអត់ហើយម្យ៉ាងទៀតគាត់ទៅលើពាក្យទាំងអស់ហ្នឹងហើយបងភានៅពេលហ្នឹងគាត់ព្រឺសបល់ខ្លាំងណាស់ពេលហ្នឹងប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងភាហ្នឹងគាត់មិនចង់ឲ្យមិត្តភក្តិរបស់គាត់ដឹងទេព្រោះខ្លាចពួកគាត់គិតច្រើនខ្លាចពួកគាត់ភ័យអញ្ចឹងគាត់ក៏បន្តលាក់រឿងហ្នឹងនៅក្នុងចិត្តរបស់គាត់ទៀតណាបន្ទាប់ពីនាំគ្នាដើរលេងឆ្អែតហើយពេលហ្នឹងក៏ម៉ោង6ល្ងាចណាពួកគាត់ក៏ត្រឡប់មកបន្ទប់ជួលវិញពួកគាត់ក៏សម្រេចចិត្តឡើងថាបន្តការផឹកស៊ីរបស់គាត់បន្តទៀតដោយ share លុយគ្នាអញ្ចឹងទៅទិញស្រាបៀរអ្នកខ្លះទិញសាច់ខ្លែមពេលហ្នឹងបងរិទ្ធហ្នឹងក៏ស្ម័គ្រចិត្តចេញទៅទិញស្រាទិញសាច់ខ្លែមនៅភូមិចិត្តហ្នឹងណាដែលដើរទៅប្រហែលជា10ទៅ15នាទីអីដែរពីផ្ទះសំណាក់ដែលគាត់កំពុងតែស្នាក់នៅហ្នឹងហើយមុននឹងចេញទៅហ្នឹងបងរិទ្ធក៏បាននិយាយលេងថាចេះថាត្រៀមខ្លួនជាស្រេចដើម្បីដេញខ្មោចឲ្យភ័យរត់បាសជើងសព្រាតយកហ្មងអាហ្នឹងអ្វីដែលបងរិទ្ធគាត់និយាយលេងណាពីព្រោះតែបងរិទ្ធគាត់ចូលចិត្តរឿងខ្មោចដូចអ្នកទាំងអស់យើងដែរដោយសារតែអ្វីដែលគាត់ចូលចិត្តនិយាយលេងហើយដល់ពេលដែលនិយាយលេងហ្នឹងគឺនិយាយអំពីរឿងខ្មោចទៀតហ្នឹងអ្វីដែលបងរិទ្ធគាត់ចូលចិត្តបងរិទ្ធគាត់ជាមនុស្សដែលលេងសើចបែបហ្នឹងបន្ទាប់ពីបងរិទ្ធគាត់ចេញទៅប្រហែលជា6ទៅ10នាទីក្រោយពួកគាត់ស្ដាប់តែឮសំឡេងគោះទ្វារទុកហើយបងភាហ្នឹងក៏សម្លឹងទៅម៉ាលីហ្នឹងធាណាហើយគាត់និយាយថាមិនក៏រិទ្ធមកដល់លឿនម៉េះពេលដែលបងភាគាត់និយាយចឹងហើយគាត់ក៏ឡើងទៅបើកទ្វារណានៅពេលដែលបើកទ្វារក្រាក់ចឹងហើយក៏ឃើញបងរិទ្ធហ្នឹងឈរនៅមុខទ្វារកាន់ថង់ស្រានិងសាច់ខ្លែមប៉ុន្តែសភាពរបស់គាត់ហ្នឹងមើលទៅដូចចម្លែកខុសពីធម្មតាណាភ្នែករបស់គាត់ហ្នឹងស្អាតពណ៌សមិនដឹងណាហើយបងរិទ្ធហ្នឹងមើលទៅបងភាហ្នឹងចែម៉ាលីហ្នឹងនិងធីហ្នឹងខុសរាល់ដងលក្ខណៈថាសម្លក់អញ្ចឹងហើយអត់មាននិយាយស្ដីឬលេងសើចដូចរាល់ដងអីទេពេលដែលដើរចូលទៅក្នុងបន្ទប់ហ្នឹងគាត់ក៏ដាក់របស់របរដែលគាត់បានទិញមកហ្នឹងនៅលើតុហើយក៏ដើរទៅអង្គុយសង្ងំនៅជ្រុងម្ខាងអញ្ចឹងពេលឃើញបងរិទ្ធអង្គុយនៅបែបហ្នឹងហើយចែម៉ាលីដែលត្រូវជាសង្សាររបស់បងរិទ្ធហ្នឹងក៏សួរបងរិទ្ធថាបងឯងកាត់អីមែនបងឯងមានរឿងអីមែនបងឯងកាត់អីតែបើទោះជាខំប្រឹងស៊ូយ៉ាងណាក៏ដោយក៏បងរិទ្ធនេះមិនឆ្លើយបន្តដែរគ្រាន់តែញញឹមចឹងទៅប៉ុន្តែការញញឹមនេះគឺញញឹមលក្ខណៈបែបចម្លែកចឹងណាពេលហ្នឹងគ្រប់គ្នាចាប់ផ្ដើមមានអារម្មណ៍មិនស្រួលណាពេលហ្នឹងបន្ទាប់ពីពេលហ្នឹងទៅចែម៉ាលីគាត់ក៏ដើរទៅក៏ប៉ះដៃបងរិទ្ធទៅចៃដន្យដូចថាគាត់ដើរទៅក៏ដើរបងបយទៅគាត់ក៏វាដៃទៅក៏ប៉ះដៃបងរិទ្ធចឹងពេលហ្នឹងចែម៉ាលីគាត់ភ្ញាក់មែនទែនពីព្រោះដៃបងរិទ្ធនេះវាឡើងត្រជាក់ខ្លាំងមែនទែនណាហាក់បីដូចជាតកកអញ្ចឹងណាពេលហ្នឹងបងភៀងគាត់ក៏ព្យាយាមស៊ូបងរិទ្ធដែរណាបងភៀងគាត់ស៊ូថាចេះថារិទ្ធហើយកើតអីមែនហើយទៅលឿនម៉េចហើយមានរឿងអីមែនស៊ូបែបហ្នឹងណាបងរិទ្ធហ្នឹងគាត់នៅតែបន្តមកកាន់បងភៀងដែរគាត់គ្រាន់តែងក់ក្បាលហើយគាត់និយាយតិចថាចេះថាបន្ទប់នោះវាមិនមែនសម្រាប់អញទេបងរិទ្ធហ្នឹងគាត់និយាយបែបហ្នឹងណាតែគាត់និយាយតិចណាគាត់និយាយតិចលក្ខណៈដូចគេខ្សឹបដាក់ទៅជីអញ្ចឹងប៉ុន្តែវារៀងលឺជាងគេខ្សឹបដាក់ទៅជីបែបហ្នឹងណាអាពេលលឺពាក្យទាំងអស់ហ្នឹងហើយគ្រប់គ្នាចាប់ផ្ដើមគិតច្រើនចាប់ផ្ដើមភ័យចាប់ផ្ដើមអារម្មណ៍លេងមូលណាហើយបរិយាកាសនៅក្នុងបន្ទប់មួយហ្នឹងចាប់ផ្ដើមតែកាន់តែតានតឹងឡើងភ័យឡើងចំណែកឯធីដែលជាក្មេងដែលចូលចិត្តលេងហ្គេមដែលជា
មនុស្សម្នាក់មិនជឿរឿងវិញ្ញាណមិនជឿរឿងខ្មោចណាពេលហ្នឹងចាប់ផ្ដើមមានអារម្មណ៍ចម្លែកហើយកាន់តែភ័យទៅកាន់តែខ្លាចទៅហើយរួចក៏និយាយទៅកាន់បង្រិតថាចេះថាបងឯងនិយាយអីស្គូតចឹងមនុស្សកំពុងភ័យផងកំពុងខ្លាចផងបងឯងដឹងខ្ញុំខ្លាចអត់បងឯងឈប់និយាយទៅប៉ុន្តែទោះជាយ៉ាងណាក៏ដោយបង្រិតនៅតែមិនឆ្លើយបន្តអីដែរគ្រាន់តែសម្លឹងទៅអាបន្ទប់បិទចិត្តនោះរីឯបងភាគាត់ក៏ឈប់និយាយឬក៏បដូរប្រធានបទនិយាយណាហើយគាត់ក៏និយាយថាមកយើងមកបន្តការផឹកស៊ីរបស់យើងកុំធ្វើចានពេកអីវាអត់មានអីទេបងភាគាត់និយាយបែបហ្នឹងអានេះយើងក៏ដឹងដែរថាបងភាគាត់និយាយហ្នឹងគឺគាត់និយាយទីមួយបន្លប់ភាពភ័យខ្លាចរបស់គាត់ហើយទីពីរដើម្បីប្រមូលអារម្មណ៍មិត្តភ័ក្តិរបស់គាត់ក៏ដូចជាប្អូនរបស់គាត់កុំឲ្យភ័យកុំឲ្យខ្លាចអញ្ចឹងណាអានេះគឺអ្វីដែលគាត់និយាយគាត់ចង់បដូរប្រធានបទដើម្បីឲ្យបរិយាកាសនៅក្នុងបន្ទប់ហ្នឹងវាកាន់តែធូរស្រាលមកវិញកុំឲ្យមានភាពតានតឹងលើសដើមណាបន្ទាប់ពីហ្នឹងប្រហែលជាកន្លះម៉ោងក្រោយហ្នឹងពួកគាត់ក៏ឮសំឡេងគោះទ្វារណាហើយសំឡេងគោះទ្វារគោះខ្លាំងយកមែនទែនអាសំឡេងហ្នឹងធ្វើឲ្យពួកគាត់ទាំងអស់គ្នាហ្នឹងភ្ញាក់ផ្អើលហ្មងហើយនាំគ្នាសម្លឹងមុខគ្នាហើយបងភៀងក៏និយាយថាចេះរឹតហើយនៅនឹងហើយជួនណាគេគោះទ្វារដោយថាពួកគាត់គិតថាចេះពួកគាត់គិតថាដោយសារតែយើងទៅជួលផ្ទះសំណាក់របស់គេអញ្ចឹងណាទីមួយលុះត្រាតែអ្នកដែលធ្លាប់ស្គាល់គ្នាអ្នកដែលស្គាល់គ្នាដូចពួកគាត់មិត្តភក្តិទៅវិញទៅមកអញ្ចឹងបានហ៊ានគោះទ្វារបន្ទប់មួយហ្នឹងមិនអាចអ្នកដែលមិនស្គាល់ហើយគោះទ្វារបានទេហើយទីពីរមានតែម្ចាស់ផ្ទះទេដែលអាចគោះទ្វារអញ្ចឹងតើអ្នកណាដែលគោះទ្វារនៅខាងក្រោយនេះពួកគាត់ឆ្ងល់ពួកគាត់ស៊ូគ្នាដោយសារតែបងរិទ្ធគាត់ទៅទិញស្រានោះគាត់មកគាត់ចូលក្នុងបន្ទប់ហើយចុះអ្នកណាអ្នកគោះទ្វារនៅខាងក្រៅនេះពេលហ្នឹងបងភាហ្នឹងគាត់និយាយទាំងភ័យផងទាំងញ័រផងហើយបន្ទាប់ពីហ្នឹងចែម៉ាលីហ្នឹងគាត់ក៏ក្រោកឡើងទៅបើកទ្វារហើយបើកក្រាកអញ្ចឹងស្រាប់តែឃើញរិទ្ធនេះឈរនៅមុខទ្វារនេះម្នាក់ទៀតហើយបងរិទ្ធដែលឈរនៅមាត់ទ្វារហ្នឹងគឺគាត់យូរស្រាប៊ីនឹងសាច់ខ្លែមធម្មតាគឺគាត់ទិញសាច់ខ្លែមទិញស្រាយូរដើម្បីមកផឹកជុំគ្នាហ្នឹងអូយពេលហ្នឹងបងប្អូនហើយវាព្រឺសបល់មែនទែនវាគួរខ្លាចមែនទែនណាហើយពួកគាត់ទាំងអស់គ្នាដែលជាមិត្តភក្តិនៅក្នុងហ្នឹងចាប់ផ្ដើមសម្លឹងមើលមុខគ្នាភ័យផងអីផងណាប៉ុន្តែពួកគាត់ទាំងអស់គ្នាហ្នឹងមិនបាននិយាយអីច្រើនទេពេលដែលបងរិទ្ធគាត់ឈរនៅមុខបន្ទប់ហ្នឹងហើយក៏ឃើញពួកគាត់ភ័យខ្លាចហើយក៏ស៊ូមិត្តភក្តិពួកគាត់ថាចេះថាហេតុអីពួកឯងធ្វើមុខចឹងធ្វើមុខអីចឹងមានរឿងអីមែនកាត់អីមែនហើយថៃវិញអញមកដល់យូរហើយហៅពួកឯងអត់លឺបានថាពួកហ្នឹងពេលហ្នឹងបងរិទ្ធហ្នឹងគាត់មកដល់មុខទ្វារយូរណាគាត់ខំគោះទ្វារគាត់ថាមុនដំបូងគោះតិចទេប៉ុន្តែគោះតិចអត់លឺគាត់ក៏គោះខ្លាំងឡើងត្រង់ទុកគោះខ្លាំងបានខាងក្នុងលឺសំឡេងគោះទ្វារហើយបានចេញមកបើកទ្វារឲ្យគាត់ចូលហ្នឹងហើយបានឃើញបងរិទ្ធនៅក្រៅហ្នឹងតែសម្ដីសម្ដៅរបស់បងរិទ្ធនៅពេលដែលនិយាយទៅកាន់មិត្តភ័ក្តិពួកគាត់ទាំងអស់គ្នាហ្នឹងគឺលក្ខណៈគាត់និយាយលេងសើចទេពួកអីបងរិទ្ធគាត់មិនគិតដល់ថាមានរឿងបែបហ្នឹងកើតឡើងមានខ្មោចមានអ្នកបន្លំខ្លួននៅក្នុងបន្ទប់ហ្នឹងបងរិទ្ធគាត់និយាយលេងសើចទេនៅក្នុងពេលហ្នឹងនៅក្នុងសកម្មភាពនៅក្នុងអំឡុងពេលហ្នឹងបងរិទ្ធគាត់និយាយធម្មតាលក្ខណៈលេងសើចតាមធម្មតារបស់គាត់អញ្ចឹងក្នុងកំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាដែលត្រូវជាមិត្តភ័ក្តិរបស់ពួកគាត់ហ្នឹងឃើញបងរិទ្ធដែលនៅខាងក្រៅម្នាក់ទៀតហ្នឹងរួចក៏ស្ទុះទៅនិយាយគ្នានៅខាងក្រៅទាំងអស់គ្នាពេលដែលនិយាយហើយរួចក៏ងាកមកមើលរិទ្ធដែលនៅក្នុងបន្ទប់ហ្នឹងមិនដឹងរិទ្ធដែលនៅក្នុងបន្ទប់ហ្នឹងបាត់ទឹកខ្លួនតាំងពីពេលណាក៏មិនដឹងប៉ុន្តែមិនត្រឹមតែរិទ្ធហ្នឹងបាត់ខ្លួនទេណាសូម្បីតែសម្ភារៈស្រាប៊ីសាច់ខ្លែមដែលរិទ្ធម្នាក់ហ្នឹងយូរមកដាក់លើតុណាក៏បាត់ដែរអូយពេលហ្នឹងគ្រប់គ្នាព្រឺសបល់មែនទែននៅសុកបាត់អស់អាលីងចឹងណាទាំងរិទ្ធទាំងសាច់ខ្លែមទាំងស្រាប៊ីដែលនៅលើតុហ្នឹងបាត់អាលីងយកតែម្ដងម្នាក់ពេលហ្នឹងចាប់ផ្ដើមស្វាយមុខស្វាយមាត់ណាដល់ពេលដឹងរឿងច្បាស់ថាអ្នកដែលនៅក្នុងបន្ទប់ជាមួយគ្នាដែលនិយាយគ្នាមកអំបញ្ញមិញនេះនិយាយគ្នាមិញមិនមែនជារិទ្ធពិតផងហ្នឹងគឺជាវិញ្ញាណខ្មោចគឺជាវិញ្ញាណអីផ្សេងចឹងណាតែប្រាយកាយមកធ្វើជារិទ្ធចឹងហើយជួបអាស្រាសាច់ខ្លែមរួចក៏យូរមកដាក់លើតុហ្នឹងហើយបើសិនជាពួកគាត់ផឹកទៅមិនដឹងមិនទៅអាស្រាប៊ីក៏ដូចជាសាច់ខ្លែមទាំងអស់ហ្នឹងមិនដឹងជាស្អីទេអាទាំងអស់ហ្នឹងបើសិនជាពួកគាត់ផឹកមិនដឹងទៅជាយ៉ាងណាបើសិនជាយើងផឹកស្រាទៅអាស្រាហ្នឹងបើតាមគិតអាចទៅជាទឹកមាត់ខ្មោចក៏ថាបានចំណែកឯអាសាច់ខ្លែមអីផ្សេងហ្នឹងបើយើងពិសាឬក៏ហូបទៅពួកគាត់ហូបទៅអាចជាចលៀនឬក៏អីក៏ថាបានដោយសារតែអាទាំងអស់ហ្នឹងវិញ្ញាណខ្មោចគឺជាអ្នកជប់មកហើយនៅក្នុងកំឡុងពេលហ្នឹងវាល្អចេះដែរដោយសារតែរិទ្ធតែជាវិញ្ញាណខ្មោចប្រែកាយមកហ្នឹងគាត់ធ្វើឆ្ញោគាត់ធ្វើញ័រអញ្ចឹងណាដល់ពេលអញ្ចឹងគ្រប់គ្នាមានអារម្មណ៍ណាផឹកគ្រប់គ្នាចេះតែបារម្ភពីរិទ្ធពីបងរិទ្ធដល់ពេលមួយនាំគ្នាបារម្ភពីបងរិទ្ធអញ្ចឹងឃើញបងរិទ្ធឆ្ញោខ្លាចគាត់មានរឿងអីខ្លាចគាត់កើតអីអញ្ចឹងណាគ្រប់គ្នាបារម្ភអញ្ចឹងមានអារម្មណ៍ណាផឹកស្រាហើយក៏មិនបានប្រមូលគ្នារៀបចំកន្លែងផឹកស្រាដែរបើសិនជាបានផឹកស្រាហ្នឹងទៅហើយបងរិទ្ធកុំធ្វើបងរិទ្ធខ្មោចណាកុំធ្វើឆ្ញោញ័រអញ្ចឹងពួកគាត់ច្បាស់ជាបានផឹកស្រាហ្នឹងច្បាស់ជាបានខ្លែម
ខ្លែមសាច់ខ្លែមមួយហ្នឹងហើយសាច់ខ្លែមទាំងអស់ហ្នឹងដូចបាននិយាយចឹងវាអាចទៅជាខ្លែមទៅអាចទៅជាស្អីផ្សេងចឹងណាហើយស្រាបៀអាចទៅស្អីផ្សេងហ្នឹងតែយើងមើលផ្នែកពិតដោយសារតែឃើញស្រាបៀនិងសាច់ខ្លែមធម្មតាដោយសារតែខ្មោចហ្នឹងវាបំភាន់ផ្នែកយើងហើយហ្នឹងតែសរសើរពួកគាត់ដែរពេលហ្នឹងទោះជាយ៉ាងណាក៏ដោយក៏គាត់មិនប្រាប់បង្រិតដែរជួបហេតុការណ៍ហេតុណាក៏ដោយក៏គាត់មិនប្រាប់បង្រិតដែរមិនបានប្រាប់ដែរហើយបន្ទាប់ពីហ្នឹងពួកគាត់ក៏នាំគ្នាចូលបន្ទប់ទៅរួចក៏ធ្វើការផឹកស៊ីរំជាងតាមធម្មតាពេលហ្នឹងបង្រិតគាត់ដឹងតែសបាយដឹងតែផឹកស៊ីសបាយណាពួកគាត់អត់ដឹងរឿងហ៎ចំណែកឯអ្នកផ្សេងចាប់ផ្ដើមតឹងឡើងអារម្មណ៍លេងសបាយអារម្មណ៍ចាប់ផ្ដើមភ័យណានៅកណ្ដាលអាត្រៀតពួកគាត់ក៏លឺសំឡេងគោះទ្វារតិចពីអាបន្ទប់បិទជិតមួយហ្នឹងប៉ុន្តែនៅពេលដែលគាត់ផឹកស្រានៅក្នុងបន្ទប់របស់គាត់ណាគឺគាត់មិនបានបិទទ្វារបន្ទប់គាត់ទេដោយសារតែពេលដែលបង្រិតដើរចូលមកមិនបានបិទទ្វារទេពួកគាត់ផឹកស៊ីនៅក្នុងបន្ទប់ហ្នឹងដោយមិនបិទទ្វារហើយនៅកណ្ដាលអាត្រៀតហ្នឹងសាប់លឺសំឡេងគោះទ្វារតុកចេញពីអាបន្ទប់បិទជិតនៅមុខគាត់ហ្នឹងណាគោះចេញពីក្នុងមកអាសំឡេងហ្នឹងធ្វើឲ្យពួកគាត់ភ័យយកទៅមែនតើណាភ័យយកហ្មងដោយសារអីដោយសារតែអាបន្ទប់ហ្នឹងចាក់សោពីក្រៅហើយមិនមានមនុស្សនៅក្នុងហ្នឹងគោះទ្វារពីក្នុងមកបងប្អូនឆ្ងល់អត់តែទាំងអស់យើងឆ្ងល់អត់ហើយអំឡុងពេលហ្នឹងមានក្លិនផ្កាអ្វីមួយយ៉ាងដូចថាផ្កាដែលជ្រុះយូរថ្ងៃក្លិនបែបហ្នឹងអញ្ចឹងតែចេញពីអាបន្ទប់មួយនោះដល់ពេលលឺអញ្ចឹងចែម៉ាលីគាត់ក្លាហានណាពេលហ្នឹងហើយគាត់ក៏ដើរទៅជិតអាបន្ទប់ទ្វារអាបន្ទប់ដែលបិទជិតហ្នឹងទៅមាត់ទ្វាររបស់គាត់ហ្នឹងទៅជិតអាបន្ទប់ហ្នឹងគាត់ក៏មានអារម្មណ៍ថាអាបន្ទប់ហ្នឹងវាត្រជាក់ខុសពីធម្មតានៅពេលដែលឈរនៅមុខអាបន្ទប់ហ្នឹងជាប់បន្ទប់បិទជិតហ្នឹងមានអារម្មណ៍ថាក្លិនត្រជាក់ខ្យល់ត្រជាក់អីមកចេញពីក្នុងបន្ទប់ហ្នឹងយកមកដល់ពេលអញ្ចឹងចែម៉ាលីគាត់ក៏សួរបង្រិតថាចេះថាបងឮសំឡេងអីអត់ចំណែកឯបងរិទ្ធហ្នឹងគាត់ក៏ឆ្លើយថាចេះគាត់ថាឮប៉ុន្តែគាត់ក៏ថាប្រហែលជាខ្យល់ដែរមើលទៅកុំគិតអីច្រើនតទៅពីហ្នឹងទៅចែម៉ាលីហ្នឹងគាត់ក៏បិទទ្វារហ្នឹងរួចក៏ដើរចូលនៅក្នុងបន្ទប់គាត់តាមធម្មតាចំណែកឯបងភានិងធីក៏មានអារម្មណ៍ថាមានអ្វីមួយទៅជាមិនប្រក្រតីពេលហ្នឹងពួកគាត់ក៏សម្រេចចិត្តបិទភ្លើងរួចក៏សង្ងំគេងណាប៉ុន្តែការគេងហ្នឹងគឺគេងនៅក្នុងបន្ទប់របស់បងភាតែមួយទេទាំងអស់គ្នាហ្នឹង 4-5 នាក់ហ្នឹងគឺគេងតែក្នុងមួយបន្ទប់ហ្នឹងទេអត់មានទៅបន្ទប់រៀងខ្លួនទេដោយសារតែម្នាក់ខ្លាចរៀងខ្លួនអញ្ចឹងតែបងរិទ្ធគាត់មិនទាន់មានអារម្មណ៍ថាគាត់ខ្លាចខ្លាំងទេណាតែចែម៉ាលីគាត់ខ្លាចគាត់មានអារម្មណ៍ថាគាត់ខ្លាចអញ្ចឹងគាត់ក៏និយាយជាមួយពួកគាត់ទាំងអស់គ្នាថាគេយ៉ាងហ្នឹងទាំងអស់គ្នាជុំគ្នាយកមកហើយពួកគាត់ក៏គេអញ្ចឹងទៅគេដល់ភ្លឺទៅលុះព្រឹកឡើងក៏ឈានចូលមកដល់ណាពួកគាត់ក៏ព្យាយាមបំភ្លេចអារឿងរ៉ាវក៏ដូចជាហេតុការណ៍យកមកអញ្ចឹងពួកគាត់ក៏ដើរចេញទៅដើរលេងនៅបឹងបន្តការសប្បាយតាមធម្មតាអញ្ចឹងទៅប៉ុន្តែបងភាហ្នឹងគាត់ក៏គាត់សម្គាល់ឃើញថាចេះបងប្រុសរបស់គាត់ធីហ្នឹងណាកំពុងតែមានអាកប្បកិរិយាចម្លែកមិនដឹងដោយធីហ្នឹងចូលចិត្តនៅតែឯងហើយដើរទៅក៏ទៅអង្គុយនៅក្រោមដើមឈើមួយហើយក៏ចាប់ផ្ដើមនិយាយតិចជាមួយនឹងខ្លួនឯងលក្ខណៈថាដូចថានិយាយម្នាក់ឯងចឹងពេលហ្នឹងបងភាហ្នឹងក៏សួរបងអូនគាត់ថាចេះថាអាធីឯងនិយាយអីធីហ្នឹងក៏ឆ្លើយថាគាត់ឮសំឡេងអ្វីមួយយ៉ាងខុសចេញពីខួរក្បាលគាត់អាសំឡេងហ្នឹងវាថាឲ្យធីហ្នឹងបើកអាទ្វារបន្ទប់មុខហ្នឹងអូយពេលហ្នឹងបងប្អូនអើយព្រឹកព្រឺសបល់មែនតើណាបងភាគាត់ក៏ព្យាយាមលួងប្អូនណាថាមិនអីទេអញ្ចឹងទៅប៉ុន្តែខ្លួនឯងក៏ចាប់ផ្ដើមមានអារម្មណ៍ថាមានអីមួយកំពុងតែព្យាយាមគ្រប់គ្រងទៅលើប្អូនគាត់ណាបន្ទាប់ពីហ្នឹងទៅស្រាប់តែដើរទៅមុខទៀតហ្នឹងនៅក្នុងភូមិហ្នឹងពួកគាត់ក៏ទៅជួបបរិសុទ្ធចំណាស់ម្នាក់ពួកគាត់ក៏និយាយគ្នាលេងទៅវិញទៅមកតាមធម្មតាអញ្ចឹងទៅគាត់ក៏និយាយទៅដល់រឿងផ្ទះសំណាក់មួយហ្នឹងកំពុងតែដែលពួកគាត់កំពុងតែស្នាក់នៅហ្នឹងហើយលោកតាមអ្នកហ្នឹងគាត់ក៏និយាយថាចេះថាផ្ទះសំណាក់មួយហ្នឹងមានរឿងរ៉ាវច្រើនណាស់កើតឡើងអ្នកខ្លះមកនៅហ្នឹងពុតឡើងរើចេញវិញភ្លាមចូលហ្មងហើយនៅពេលខ្លះអ្នកខ្លះនៅផ្ទះមួយហ្នឹងគឺនៅមិនបានយូរទេគាត់ថាទៀតថាចៅឯងនៅហ្នឹងកុំនៅយូរពេកពាក្យទាំងអស់ហ្នឹងធ្វើឲ្យចៅម៉ាលីចាប់ផ្ដើមសង្ស័យចាប់ផ្ដើមគិតណាថារឿងហ្នឹងវាច្បាស់លាស់ថាផ្ទះហ្នឹងច្បាស់ជាមានរឿងអីមួយកើតឡើងនៅក្នុងផ្ទះមួយហ្នឹងហើយចៅម៉ាលីគាត់ក៏សួរបងភាថាភាឯងគិតថាយើងគួរតែស្រាវជ្រាវចង់ដឹងពីផ្ទះមួយហ្នឹងដែរអត់ហើយបងភាគាត់ក៏តបថាចេះថាឥឡូវយើងគួរតែទៅសួរអ៊ីចាស់ផ្ទះហ្នឹងសាកមើលសិនគេលោកគាត់ប្រាប់ពេលនិយាយគ្នាបដាអញ្ចឹងហើយគាត់ក៏ដើរទៅក៏ល្ងាចម៉ោង 7នៅពេលម៉ោង 7ពួកគាត់ក៏មកវិញក៏ចូលសម្រាប់នៅក្នុងបន្ទប់ហ្នឹងដដែលប៉ុន្តែនៅពេលដែលសម្រាប់ហ្នឹងមិនមែនសម្រាប់នៅក្នុងបន្ទប់រៀងខ្លួនទេគឺពួកគាត់សម្រាប់នៅក្នុងបន្ទប់បងភាបន្ទប់តែមួយជាមួយគ្នាហ្មងព្រោះគាត់ខ្លាចថាហេតុការអីកើតឡើងម្ដងទៀតខ្លាចមានអីកើតឡើងម្ដងទៀតបើនៅជុំគ្នាទោះជាមានអីកើតឡើងក៏វាមិនសូវអីដែរពេលយើងនៅជុំគ្នាណាពួកគាត់ក៏នាំគ្នាលេងបៀនិយាយលេងហើយនៅក្នុងបរិយាកាសហ្នឹងកាន់តែតានតឹងឡើងណាពុះភ័យផងណោះក្នុងកំឡុងពេលហ្នឹងចែម៉ាលីគាត់ក៏កលែកមើលទៅលើអាកញ្ចក់ដែលព្យួរនៅលើជញ្ជាំងផ្ទះហ្នឹងជញ្ជាំងបន្ទប់មួយហ្នឹងគាត់ក៏ឃើញសម័យចម្លែកអីមួយយ៉ាងនៅក្នុងអាកញ្ចក់មួយហ្នឹង
ដោយមិនអស់ចិត្តគាត់ក៏ហៅបងភាថាភាហៅបងភាហ្នឹងឲ្យមកមើលអាកញ្ចក់មួយហ្នឹងភាមកមើលកញ្ចក់មួយហ្នឹងឃើញអីអត់ហើយបងភាគាត់ក៏កលែងទៅមើលអាកញ្ចក់មួយហ្នឹងបងភាក៏ថាគាត់មិនឃើញអីទេប៉ុន្តែចាយម៉ាលីហ្នឹងគាត់នៅតែមានអារម្មណ៍ថាមានអីមួយយ៉ាងសម្លឹងមកគាត់តាមរយៈអាកញ្ចក់មួយហ្នឹងកំពុងតែឈរសម្លឹងគាត់តាមរយៈកញ្ចក់ហ្នឹងប៉ុន្តែនៅពេលហ្នឹងក៏កន្លងផុតទៅគាត់អត់មានអីគិតអីច្រើនណាគាត់ក៏វាយប៊ីអីលេងជាមួយគ្នាគាត់តាមធម្មតាចឹងទៅហើយរឿងទាំងអស់ហ្នឹងក៏កន្លងទៅណាហើយនៅម៉ោង11យប់ពួកគាត់ក៏ឮសំឡេងស្ត្រីម្នាក់ខ្សឹបចេញពីអាបន្ទប់ហ្នឹងអាបន្ទប់បាត់ចិត្តហ្នឹងស្រែកថាចេះថាបើកទ្វារខ្ញុំផងបើកទ្វារខ្ញុំផងអាស្រ័យបែបហ្នឹងអ្វីដែលគាត់ឮហើយអាសំឡេងហ្នឹងឮកាន់តែខ្លាំងទៅហើយអាទ្វារបន្ទប់ហ្នឹងវាហាក់បីដូចជាវាញ័រវារំជួយមិនដឹងលក្ខណៈថាដូចយើងចាក់បាសខ្លាំងហើយវាលាន់បែបហ្នឹងលក្ខណៈបែបហ្នឹងចំណែកឯធីដែលដបងឡើយដែលជាមនុស្សដែលមិនចេះខ្លាចខ្មោចតែមិនជឿរឿងខ្មោចចូលចិត្តតែបាញ់កែមថាខ្មោចគ្រាន់តែជារឿងនិទានចាប់ផ្ដើមភ័យញ័រហើយស្រែកថាចេះថាឃើញហើយឃើញនៅក្នុងកញ្ចក់ហ្នឹងហើយសភាពដែលគេឃើញនៅក្នុងកញ្ចក់ហ្នឹងគឺស្ត្រីម្នាក់ដែលមានភ្នែកសដូចភ្នែកឡើងបាយអញ្ចឹងឲ្យឡើងសក់វែងដល់ដីបន្ទាប់ពីពួកគាត់ឮធីស្រែកបែបហ្នឹងហើយអ្នកដែលនៅក្នុងបន្ទប់ទាំងអស់គ្នាហ្នឹងគាត់ក៏ក្រឡេកទៅមើលអាកញ្ចក់ដែលបយូរនៅលើជញ្ជាំងហ្នឹងប៉ុន្តែពួកគាត់ទាំងអស់គ្នាហ្នឹងមិនឃើញអីទេហើយចំណែកឯធីនៅតែភ័យហើយស្រែកថាចេះថាឃើញស្ត្រីម្នាក់នៅក្នុងកញ្ចក់ហ្នឹងកំពុងសម្លឹងមកគាត់អូយពេលហ្នឹងពិតជាព្រឺសបល់ព្រឺយកតែមែនទេណាបើសិនជាសភាពនៅក្នុងហេតុការណ៍ពេលហ្នឹងបើសិនជាយើងនៅក្នុងហេតុការណ៍ហ្នឹងសួរថាយើងខ្លាចប៉ុណ្ណាឥឡូវអ្នកទាំងអស់យើងគិតមើលថាបើសិនជាយើងនៅក្នុងហេតុការណ៍មួយហ្នឹងនៅក្នុងសភាពការមួយហ្នឹងសួរថារត់ទៅណាកិច្ចទៅណាបើដល់សុកអ្នកដែលនៅក្នុងបន្ទប់មួយគ្នានេះស្រែកបែបហ្នឹងថាឃើញគេសម្លឹងមកគាត់ចឹងហើយហេតុការណ៍ដែលពីម្សិលមិញហ្នឹងគឺឃើញចឹងដែរគ្រប់គ្នាជួបចឹងដែរគេសួរថាឥឡូវរត់ទៅណាភ័យអត់គួរខ្លាចអត់អូយពេលហ្នឹងពិតជាព្រឺសម្បល់មែនតើតែពេលចឹងទៅម្នាក់លែងមានអារម្មណ៍វាយបៀលែងមានអារម្មណ៍លេងបៀណាបើអីណាมันខ្លាចបើសុកអញ្ចឹងចាប់ផ្ដើមមើលមុខគ្នាហ្នឹងអញ្ចឹងបងភៀងគាត់ចាប់ផ្ដើមលួងប្អូនប្រុសរបស់គាត់ណាលួងធីលួងកុំឲ្យគាត់ខ្លាចកុំឲ្យគាត់ភ័យអញ្ចឹងហើយគ្រប់គ្នាចាប់ផ្ដើមលឺសំឡេងខ្សឹបចេញពីណាក៏មិនដឹងចេញពីជញ្ជាំងក៏មិនដឹងចេញពីខួរក្បាលក៏មិនដឹងចាប់ផ្ដើមលឺទាំងអស់គ្នាថាចេះថាបើកទ្វារប្រាប់ឲ្យបើកទ្វារអញ្ចឹងណាអាសំឡេងហ្នឹងលឺហាក់បីដូចជាហៅពួកគាត់ឲ្យទៅបើកទ្វារអញ្ចឹងហើយពេលហ្នឹងចែម៉ាលីហ្នឹងក៏និយាយប្រាប់គ្នាគាត់ថានាំគ្នារៀបចំភារៈចេញពីកន្លែងហ្នឹងអញ្ចឹងចេញពីបន្ទប់ហ្នឹងអញ្ចឹងហើយពួកគាត់ក៏រួចចេញពីអាបន្ទប់មួយហ្នឹងនៅពេលដែលចេញទៅរឿងដែលនឹកស្មានមិនដល់បាត់អាចណ្ដាដែលឡើងពីក្រោមមកនេះអាចណ្ដាចុះឡើងពីក្រោមមកជាន់ទី2នេះមិនដឹងបាត់ទៅណាអត់ឃើញវាឃើញអាចណ្ដាមួយឡើងទៅជាន់លើនោះជាន់ទី3ជាន់គេលំហែអារម្មណ៍នៅលើនោះឃើញអាចណ្ដាមួយហ្នឹងគាត់ក៏ឡើងតាមអាចណ្ដាហ្នឹងឡើងទៅលើប៉ុន្តែឡើងទៅដល់លើស្រាប់តែឃើញអាបន្ទប់បាត់ចិត្តមួយទៀតនៅហ្នឹងវាមិនដឹងដូចថាខ្មោចវាប្រែកាយវាជប់ឲ្យឃើញមិនដឹងហើយពួកគាត់ក៏ចុះពីជាន់លើហ្នឹងមកក្រោមវិញអូយពេលហ្នឹងមួយបាសសក់អស់លីងហើយច្បាស់ 100% ខ្មោចឡងមិនមែនគាត់វិញរកផ្លូវមិនឃើញមិនមែនស្វឹងរកផ្លូវមិនឃើញដល់ពេលអញ្ចឹងដល់ពេលរកផ្លូវចូលមកក្រោមអត់ឃើញអញ្ចឹងពួកគាត់មិនតាណាមិនសម្រេចចូលបន្ទប់ដដែលដោយថាខ្មោចដែលនៅក្នុងផ្ទះមួយហ្នឹងមិនចង់ឲ្យពួកគាត់ចេញអញ្ចឹងពួកគាត់ខំដើររកផ្លូវចុះទៅក្រោមដើម្បីចេញពីផ្ទះមួយហ្នឹងគាត់រកមិនឃើញអញ្ចឹងក៏សម្រេចចិត្តចូលក្នុងអាបន្ទប់មួយហ្នឹងវិញនៅពេលដែលចូលអាបន្ទប់មួយហ្នឹងកំឡុងពេលដែលអង្គុយជុំគ្នាអញ្ចឹងជុំគ្នាទាំងមូលមកក្រុមគ្នាគាត់អញ្ចឹងគាត់មានអារម្មណ៍ថាពួកគាត់មានអារម្មណ៍ថាហាក់បីដូចជាមានអ្វីមួយយ៉ាងសម្លឹងមករកពួកគាត់ទាំងអស់គ្នាហ្នឹងកំពុងតែសម្លឹងហើយចំណែកឯធីដែលប្អូនបងភាហ្នឹងក៏ចាប់ផ្ដើមនិយាយម្នាក់ឯងទៀតតែប៉ុន្តែភាសានិយាយរបស់គាត់ហ្នឹងដូចថាភាសាអីចម្លែកយើងស្ដាប់មិនបានមិនដឹងនិយាយរួមទៅនិយាយមកគឺជាភាសាដែលយើងស្ដាប់ពុំបានអញ្ចឹងគ្រប់គ្នាហ្នឹងកំពុងតែគិតថាចេះថាវិញ្ញាណនៅក្នុងផ្ទះមួយហ្នឹងកំពុងតែព្យាយាមតាក់ទងមកកាន់ពួកគាត់តែការដែលតាក់ទងមកកាន់ពួកគាត់នោះគឺតាក់ទងតាមរយៈធីអញ្ចឹងធីហ្នឹងចាប់ផ្ដើមនិយាយម្នាក់ឯងចេះចុះហើយតែពួកគាត់ស្ដាប់មិនបានថាធីហ្នឹងកំពុងតែនិយាយអីទេប៉ុន្តែសភាពហ្នឹងធីហ្នឹងគាត់លក្ខណៈថាគាត់ចង់គាត់គ្រប់គ្រងខ្លួនឯងបានផងមិនបានផងជួនកាលសម្លេងគេនិយាយជួនកាលសម្លេងគាត់និយាយចឹងបានន័យថាវិញ្ញាណខ្មោចឬក៏វិញ្ញាណអីផ្សេងដែលព្យាយាមគ្រប់គ្រងក៏ដូចជាតាក់ទងមកគាត់ហ្នឹងគឺមិនទាន់បានគ្រប់គ្រងមកលើគាត់ទាំងស្រុងនោះទេអញ្ចឹងបានន័យថាធីហ្នឹងគាត់អាចនៅមានស្មារតីខ្លះដែលជារបស់ខ្លួនឯងសម្រាប់គ្រប់គ្រងមកលើខ្លួនឯងហើយនៅពេលហ្នឹងពួកគាត់ក៏ព្យាយាមអង្គុយជុំគ្នាអញ្ចឹងទៅអង្គុយបែបហ្នឹងនៅពេលដែលអង្គុយទៅនៅយប់ជ្រៅបន្តិចហ្នឹងបងភាហ្នឹងគាត់ក៏ដើរទៅគាត់ក៏ឃើញអាកូនសោមួយច្រេះចាប់នៅក្នុងបន្ទប់មួយហ្នឹង
ឃើញអាកូនសោមិនដឹងមកពីណាស្រាប់តែឃើញនៅក្នុងបន្ទប់ហ្នឹងអាកូនសោហ្នឹងមានសភាពច្រេះដោយថាខានប្រើយោអញ្ចឹងហើយមើលសភាពកូនសោហ្នឹងដូចជាសំជាមួយនឹងអាមេសោដែលចាក់នៅជាប់នឹងបន្ទប់បិទចិត្តមួយហ្នឹងហ៎មើលទៅដូចត្រូវគ្នាហើយពួកគាត់ក៏សម្រេចចិត្តថាចង់ចាក់អាទ្វារមួយហ្នឹងចាបើកអាទ្វារបន្ទប់បិទចិត្តមួយហ្នឹងតែពេលហ្នឹងមានចែម៉ាលីម្នាក់គាត់ថាកុំឲ្យបើកដោយសារតែបើកទៅយើងអាចនឹងមានប្រឈមនឹងគ្រោះថ្នាក់អីផ្សេងគាត់ថាបានហើយពេលហ្នឹងបងរិទ្ធគាត់ក៏និយាយថាចេះគាត់ក៏ថាបើសិនជាបងឯងចង់បើកចាំយើងបើកជុំគ្នាហើយណាមួយកុំបើកឥឡូវយើងចាំបើកព្រលឹមឡើងវិញដោយសារតែបើសិនជាយើងបើកឥឡូវអាចនឹងមានគ្រោះថ្នាក់ឬក៏ហានិភ័យអីផ្សេងគាត់ថាបានដោយសារតែឥឡូវហ្នឹងសម្បីតែផ្លូវចេញរត់ចេញក៏យើងមិនឃើញដែរឃើញតែផ្លូវឡើងលើអញ្ចឹងក៏សម្រេចចិត្តទាំងអស់គ្នាហ្នឹងថាចាំព្រលឹមឡើងចាំបើកទ្វារអញ្ចឹងគ្រប់គ្នាក៏សង្ងំអញ្ចឹងណាអត់គេលក់ដែរសង្ងំជុំគ្នាអញ្ចឹងតែពេលហ្នឹងពួកគាត់ក៏អង្គុយជុំគ្នាសង្ងំដល់ព្រឹកណាហើយព្រឹកឡើងហ្នឹងក៏បានមកដល់ហើយពួកគាត់ក៏មានអារម្មណ៍នៅតែមានអារម្មណ៍ថាភ័យខ្លាចដដែលអញ្ចឹងប៉ុន្តែបងភៀងគាត់ព្រមឡើងគាត់នៅតែទទួលចង់បើកទ្វារហ្នឹងមានអ្នកខ្លះក៏រេរាំងដូចជាម៉ាលីអញ្ចឹងទៅក៏រេរាំងកុំឲ្យគាត់បើកអញ្ចឹងទៅប៉ុន្តែបងភីហើយណាបងរិទ្ធគាត់ចង់បើកទ្វារហ្នឹងបើយើងមិនបើកទេយើងនៅតែមិនដឹងពីការពិតថាបន្ទប់ហ្នឹងមានរឿងអីកើតអីទេអញ្ចឹងបងរិទ្ធហើយនឹងបងភៀងក៏សម្រេចចិត្តបើកទ្វារមួយហ្នឹងបើកបន្ទប់មួយហ្នឹងសាកមើលថាវាមានរឿងអីបន្ទាប់មកពួកគាត់ក៏យល់ស្របទាំងអស់គ្នាថាអូខេបើកទ្វារទៅបើសិនជាមានខ្មោចឬក៏មានអីមានខ្មោចបិទមែនយើងរត់ទាំងអស់គ្នាទៅមកអីទេដល់ពេលសម្រេចចិត្តថាបើកទ្វារហ្នឹងហើយពួកគាត់ហ្នឹងក៏យកអាសោកូនសោចាស់ហ្នឹងចាក់ទៅត្រូវចាក់ចេញអាបើកទ្វារហ្នឹងបានណាចាក់ឆ្វាច់ទៅឬក្រាក់អញ្ចឹងទៅបើកទ្វារចេញហើយក៏រុញទ្វារចូលក្រាក់ហើយអ្វីដែលនៅក្នុងបន្ទប់មួយហ្នឹងគឺទទេស្អាតអត់មានអីទេប៉ុន្តែមានកញ្ចក់ធំមួយនៅចំកណ្ដាលផ្ទះមួយហ្នឹងចំកណ្ដាលបន្ទប់មួយហ្នឹងដល់ពេលដែលបើកទ្វារទៅឃើញបន្ទប់ទទេអញ្ចឹងឃើញតែកញ្ចក់មួយអញ្ចឹងពួកគាត់ហ្នឹងក៏ដើរចូលទាំងអស់គ្នាចូលទៅក្នុងបន្ទប់មួយហ្នឹងទៅហើយក៏ដើរកាត់អាកញ្ចក់មួយហ្នឹងអាកញ្ចក់ហ្នឹងស្រាប់តែសមោលនៅក្នុងកញ្ចក់ហ្នឹងរូបពួកគាត់ដែលនៅក្នុងកញ្ចក់ហ្នឹងខ្លួនគឺជារូបរបស់គាត់គឺជាខ្លួនរបស់គាត់ប៉ុន្តែមុខមាត់មិនមែនជាមុខរបស់គាត់ទេគឺជាមុខរបស់បុរសម្នាក់ផ្សេងនៅក្នុងកញ្ចក់មួយហ្នឹងចឹងន័យថារូបដែលនៅក្នុងកញ្ចក់ហ្នឹងខ្លួនគឺជាខ្លួនរបស់ពួកគាត់ចំណែកឯមុខគឺជាមុខរបស់បុរសម្នាក់ផ្សេងហើយមុខរបស់បុរសម្នាក់ហ្នឹងញញឹមចេញពីកញ្ចក់មួយហ្នឹងគឺញញឹមគួរឲ្យខ្លាចពេលហ្នឹងពួកគាត់មានអារម្មណ៍ថាមានអ្វីមួយកំពុងតែចេញមកពីអាបន្ទប់ហ្នឹងចេញមកពីអញ្ចឹងយ៉ាងណាក៏មិនដឹងមានអារម្មណ៍ថាចេញមកបែបហ្នឹងប៉ុន្តែពួកគាត់តែខំដើរចូលហ្នឹងដល់ពេលដែលដើរទៅស្រាប់តែឮសំឡេងអ្វីមួយយ៉ាងខ្សប់ឮកាន់តែខ្លាំងឡើងចេញពីអញ្ចឹងណាហើយបន្តិចក្រោយមកស្រាប់តែឮសំឡេងស្ត្រីម្នាក់ស្រែកថាអ្នករំខានអញនៅពេលអញ្ចឹងហើយនៅពេលដែលឮសំឡេងស្រែកបែបហ្នឹងហើយពួកគាត់ក៏រត់ចេញពីអាបន្ទប់មួយហ្នឹងអាបន្ទប់បិទចិត្តហ្នឹងហើយកំឡុងពេលដែលពួកគាត់រត់ចេញស្រាប់តែអាចន្ទាដែលបាត់ពីល្ងាចមិញហ្នឹងអាពីរត់ហ្នឹងលិចឡើងហើយទៅពេលហ្នឹងគាត់ក៏រត់ចេញពីអាផ្ទះសំណាក់មួយហ្នឹងទៅបន្ទាប់ពីរត់ចេញពីអាផ្ទះសំណាក់មួយហ្នឹងហើយពួកគាត់ទាំងអស់គ្នាហ្នឹងក៏រត់ទៅសួរអ៊ីម្ចាស់ផ្ទះហ្នឹងអ៊ីដែលជាម្ចាស់ផ្ទះសំណាក់មួយហ្នឹងសួរអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងផ្ទះមួយហ្នឹងប៉ុន្តែអ៊ីហ្នឹងឈរនៅមុខហ្នឹងគាត់មិនប្រាប់អីទេគាត់មិនចង់និយាយរឿងរ៉ាវទាំងអស់ដែលបានកើតឡើងនៅក្នុងផ្ទះរបស់គាត់ណាប្រាប់តែពួកគាត់ទាំងអស់គ្នាហ្នឹងទេអញ្ចឹងពួកគាត់ក៏គម្រាមថាចេះថាបើអ៊ីមិនប្រាប់គាត់នឹងយករឿងរ៉ាវទាំងអស់ហ្នឹងដាក់នៅលើអ៊ីនធឺណិតឲ្យគេដឹងឲ្យគេឮហើយនៅពេលដែលគាត់យករឿងរ៉ាវទាំងអស់ហ្នឹងទៅដាក់ទៅលើអ៊ីនធឺណិតផុសទៅលើអ៊ីនធឺណិតឲ្យគេដឹងគេឮគេឃើញហើយផ្ទះរបស់អ៊ីនឹងមិនមានអ្នកមកជួលមកស្នាក់នៅទៀតទេបើសិនជាអ៊ីមិនប្រាប់ហើយពេលហ្នឹងអ៊ីហ្នឹងក៏ស្ទាក់ស្ទើរនៅក្នុងការនិយាយរឿងរ៉ាវទាំងអស់ប្រាប់ពួកគាត់ណាទីមួយខ្លាចគេដឹងបើសិនជាគេដឹងផ្ទះសំណាក់របស់គាត់ហ្នឹងគឺលែងមានអ្នកជួលតែលែងមានអ្នកជួលគាត់លែងបានចំណូលហើយទីពីរបើសិនជាអ៊ីហ្នឹងមិនប្រាប់ទៅលើរឿងរ៉ាវដែលបានកើតឡើងនៅក្នុងផ្ទះហ្នឹងទៅក្រុមបងភាហ្នឹងគឺក្រុមបងភាហ្នឹងអាចនឹងយករឿងហ្នឹងគម្រាមថាយករឿងហ្នឹងផុសនៅលើប្រព័ន្ធអ៊ីនធឺណិតអញ្ចឹងនៅពេលណាដែលផុសនៅលើប្រព័ន្ធអ៊ីនធឺណិតហើយផ្ទះសំណាក់របស់គាត់គឺកាន់តែលែងមានអ្នកជួលអ្វីគេដឹងច្រើនគ្នាអញ្ចឹងអត់មានអ្នកជួលហើយនៅពេលហ្នឹងអ៊ីហ្នឹងក៏សម្រេចចិត្តថាប្រាប់ក៏ដូចជានិយាយរឿងរ៉ាវទាំងអស់ហ្នឹងប្រាប់ទៅកាន់ក្រុមបងភាទៅដោយគាត់ថាចេះអ៊ីម្នាក់ហ្នឹងគាត់ថាកាលពី20ឆ្នាំមុនហ្នឹងមានបរិសម្នាក់ហ្នឹងគឺគាត់រស់នៅក្នុងបន្ទប់ហ្នឹងតែអាបន្ទប់មួយហ្នឹងគឺបរិសម្នាក់ហ្នឹងគឺគាត់ចេះគាត់ធ្វើពិធីអីផ្សេងមកន័យថាបរិសម្នាក់ហ្នឹងគាត់ចិញ្ចឹមវិញ្ញាណខ្មោចចិញ្ចឹមវិញ្ញាណអីផ្សេងគាត់អាចតាក់ទងវិញ្ញាណអីផ្សេងបានដើម្បីយកមកពជាឲ្យធ្វើនេះធ្វើនោះតាមអំពើចិត្តរបស់គាត់អញ្ចឹងហើយរួមទៅបរិសម្នាក់ហ្នឹងគាត់គឺជាគ្រូអាគមគាត់គឺជាគ្រូខ្មោចដ៏ខ្លាំងបកាយម្នាក់នៅក្នុងផ្ទះមួយហ្នឹងប៉ុន្តែនៅពេលដែលគាត់ធ្វើពិធីអីផ្សេងនៅក្នុងផ្ទះមួយហ្នឹងគឺអ៊ីម្នាក់ហ្នឹងគឺគាត់អត់ដឹងទេគាត់អត់ដឹងថា
បន្ទប់មួយហ្នឹងគឺគេធ្វើអីខ្លះទេនៅពេលដែលបរិសម្នាក់ហ្នឹងស្លាប់បានគាត់ដឹងតាមក្រោយគាត់បន្តទៀតថាចេះថាបរិសម្នាក់ហ្នឹងគាត់យកកញ្ចក់មួយធំដែលនៅក្នុងបន្ទប់ហ្នឹងរាល់ថ្ងៃហ្នឹងដែលបងភាហើយនឹងក្រុមរបស់គាត់ឃើញហ្នឹងគឺយកអាកញ្ចក់ហ្នឹងទៅធ្វើពិធីអីមួយយ៉ាងគឺគាត់អត់ដឹងទេថាយកអាកញ្ចក់ទៅធ្វើពិធីហើយថ្ងៃមួយហ្នឹងគាត់នៅពេលដែលគាត់ធ្វើពិធីហ្នឹងគឺលក្ខណៈថាធ្វើពិធីខុសគ្រូអីមិនដឹងត្រូវគ្រូកាច់ស្លាប់ឬក៏វិញ្ញាណដែលគាត់គ្រប់គ្រងហ្នឹងកាច់ស្លាប់អីមិនដឹងគឺបរិសហ្នឹងបានស្លាប់នៅក្នុងបន្ទប់មួយហ្នឹងនៅពេលដែលគាត់ស្លាប់ហ្នឹងពេលព្រឹកនៅពេលដែលល្ងាចគេបើកទ្វារឡើងហ្នឹងគេក៏ឃើញបរិសម្នាក់ហ្នឹងស្លាប់បាត់ហើយនៅក្នុងបន្ទប់ហ្នឹងហើយរបស់របរដែលនៅក្នុងហ្នឹងគឺនៅពេលដែលគេបើកទ្វារទៅឃើញគឺសុទ្ធសឹងតែជារបស់ដែលជារបស់ខ្មៅជារបស់ដែលគេធ្វើអំពើមិនល្អដាក់ទៅលើអ្នកនេះដាក់ទៅលើនោះនិយាយរួមទៅបរិសម្នាក់ហ្នឹងគាត់គ្រានខាងមន្តអាគមខ្មៅគ្រានខាងមន្តអាគមដែលធ្វើឲ្យគេស្លាប់ដាក់អំពើដាក់ចេះដាក់ចុះឲ្យគេចឹងទៅប៉ុន្តែមិនដឹងថាគាត់ធ្វើហ្នឹងគឺគាត់ធ្វើទៅលើអ្នកណាធ្វើឲ្យអ្នកណានោះទេដោយសារតែអ៊ីមែនហ្នឹងគាត់បានបញ្ជាក់ថាចេះគាត់បានបញ្ជាក់ថាមិនដែលឃើញភ្ញៀវឬក៏អ្នកណាមកចូលញឹកនៅក្នុងបន្ទប់ហ្នឹងទេអញ្ចឹងបានន័យថាបរិសម្នាក់ហ្នឹងរៀបចំបន្ទប់មួយហ្នឹងដើម្បីធ្វើជាអាគមធ្វើជាអីផ្សេងអាសនៈរបស់គាត់ណាប៉ុន្តែនៅពេលដែលគាត់ចេញក្រៅគាត់ទៅមើលដល់កន្លែងគេអីចឹងគាត់ថាបានដែរហើយសភាពសាកសពដែលគាត់ស្លាប់ទៅហ្នឹងណាគឺមានស្នាមអ្វីមួយយ៉ាងឆោតពេញរាងកាយរបស់គាត់ពេញសាកសពហ្នឹងឆោតពេញហ្នឹងហើយអ្នកភូមិនៅក្នុងហ្នឹងនៅក្នុងតំបន់ហ្នឹងក៏ជឿថាបន្ទប់ហ្នឹងផ្ទះសំណាក់មួយហ្នឹងវិញ្ញាណរបស់បរិសមួយហ្នឹងគឺវានៅតែក្នុងហ្នឹងអត់បានចេញទៅណាទេខ្ញុំភ្លេចបញ្ជាក់បន្តិចអ្នកដែលស្លាប់ហ្នឹងបរិសដែលស្លាប់នៅក្នុងបន្ទប់មួយហ្នឹងឈ្មោះថាឌីកាលតែគាត់នៅរស់ហ្នឹងគឺមានអ្នកភូមិមួយចំនួនបានចូលរួមជាមួយពួកគាត់អញ្ចឹងអ្នកភូមិនៅក្នុងតំបន់ហ្នឹងនៅពេលដែលគាត់ស្លាប់ហើយហ្នឹងជឿថាចេះថានៅពេលដែលអ្នកណាបញ្ចេញរឿងរ៉ាវអ្នកណាបង្ហើបរឿងរ៉ាវឲ្យអ្នកដទៃដឹងណាបរិសម្នាក់ហ្នឹងនឹងតាមសងសឹកដល់កន្លែងអានេះជាអ្វីដែលអ្នកភូមិគាត់អះអាងប៉ុន្តែជាការពិតវាយ៉ាងម៉េចគឺយើងអត់ទាន់ដឹងនោះទេគឺយើងអត់បានដឹងនោះទេហើយតាំងពីនងមកគឺមិនមានអ្នកណាទៅបើកទ្វារនោះទេតាំងពីបរិសហ្នឹងស្លាប់ហើយហ្នឹងម្ចាស់ផ្ទះមួយហ្នឹងគឺគាត់បានចាក់សោមួយហ្នឹងបិទយ័ន្តបិទអីនៅក្នុងហ្នឹងហើយក៏ចាក់សោបន្ទប់មួយហ្នឹងចោលមិនដែលប្រើនោះទេទើបមកដល់ឥឡូវហ្នឹងគឺក្រុមបងភាហ្នឹងបានទៅបើកទ្វារមួយហ្នឹងម្ដងទៀតអញ្ចឹងអ្នកភូមិតំបន់ហ្នឹងឬក៏អ៊ីនគាត់ថាអាចនឹងពញាតបរិសដែលនៅក្នុងបន្ទប់មួយហ្នឹងអាចនឹងតាមធ្វើបាបគាត់តាមយាយីតាមសងសឹកអីផ្សេងក្រុមបងភាមួយហ្នឹងហើយអ៊ីដែលជាម្ចាស់ផ្ទះហ្នឹងគាត់ក៏បានផ្ដាំទៅក្រុមពួកគាត់ទៀតថាពួកក្មួយបានបើកទ្វារហ្នឹងហើយអញ្ចឹងឆាប់ចេញពីផ្ទះហ្នឹងលឿនទៅប្រហែលជាអវិញ្ញាណហ្នឹងអាចនឹងតាមរំខានអាចនឹងតាមធ្វើបាបដល់ក្រុមក្មួយហើយអញ្ចឹងចូលចាក់ចេញឲ្យឆាប់ពីផ្ទះសំណាក់មួយហ្នឹងទៅបន្ទាប់ពីហ្នឹងទៅពួកគាត់ក៏ចាក់ចេញពីផ្ទះសំណាក់មួយហ្នឹងនាំគ្នាចេញពីផ្ទះសំណាក់មួយហ្នឹងជិះឡានចេញទៅវិញណាហើយនៅពេលដែលជិះឡានកំឡុងពេលដែលជិះឡានហ្នឹងពួកគាត់ក៏ស្រាវជ្រាវពីផ្ទះសំណាក់មួយហ្នឹងតាមប្រព័ន្ធអ៊ីនធឺណិតហើយក៏ឃើញអ្នកខ្លះចែករំលែកពីបទពិសោធន៍ដែលបានទៅស្នាក់នៅក្នុងផ្ទះសំណាក់មួយហ្នឹងអ្នកខ្លះក៏សរសេរថាកាលពី5ឆ្នាំមុនគាត់ធ្លាប់បានទៅរស់នៅក្នុងផ្ទះសំណាក់មួយហ្នឹងទៅជួបផ្ទះសំណាក់មួយហ្នឹងហើយក៏បានឃើញបរិសម្នាក់មានភ្នែកស្អាប់ភ្នែកសដូចភ្នែកឡើងបាយអញ្ចឹងហើយញញឹមមកលក្ខណៈចម្លែកភ្នែកគួរឲ្យខ្លាចមាត់ញញឹមចេញមកឡើងសឹងដល់រយៈដល់គុំជីឡើងគួរឲ្យខ្លាចហើយគាត់ក៏រត់ចេញពីផ្ទះសំណាក់មួយហ្នឹងដោយមិនបានយករបស់របររបស់គាត់ចេញពីបន្ទប់មួយហ្នឹងទេហើយចំណែកអ្នកផ្សេងទៀតក៏សរសេរថាចេះថាកញ្ចក់មួយហ្នឹងណាគឺវាឆ្លោះទៅឃើញខ្លួនយើងប៉ុន្តែរូបអ្នកផ្សេងរូបដូចជារូបបរិសម្នាក់ផ្សេងក្បាលបរិសម្នាក់ផ្សេងទៅញញឹមបែបចម្លែកបែបគួរឲ្យខ្លាចហើយក៏រត់ចេញពីផ្ទះមួយហ្នឹងទៅអ្នកខ្លះក៏ចែករំលែកពីបទពិសោធន៍ថារស់នៅផ្ទះមួយហ្នឹងផ្ទះសំណាក់មួយហ្នឹងចូលយប់ចេញព្រឹកអីចឹងទៅប៉ុន្តែឆ្ងល់ត្រង់ថាចេះអ៊ីម្នាក់ហ្នឹងគាត់ប្រាប់ថាផ្ទះសំណាក់មួយហ្នឹងតាំងពីបរិសដែលបានស្លាប់ទៅហ្នឹងគឺគាត់ចាក់សោបាត់រហូតមិនដែលបើកនោះទេប៉ុន្តែមកដល់បច្ចុប្បន្នមកដល់រឿងអ្នកដែលចែករំលែកតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹងគាត់ថាគាត់បានឃើញរូបនៅក្នុងកញ្ចក់មួយហ្នឹងអញ្ចឹងបានន័យថាទ្វារបន្ទប់មួយហ្នឹងគឺធ្លាប់មានអ្នកបើកអ្វីដែលអ៊ីនឹងប្រាប់ថាគាត់មិនដែលបើកតាំងពីបរិសម្នាក់ហ្នឹងស្លាប់មកដល់ក្រុមបងភានេះគឺមិនដែលមានអ្នកបើកទេអ៊ីអ្នកហ្នឹងមិននិយាយបែបហ្នឹងអញ្ចឹងបានន័យថាអ៊ីម្នាក់ហ្នឹងគាត់កុហកនោះទេគឺបន្ទប់មួយហ្នឹងធ្លាប់មានអ្នកបើកហើយអ្នកដែលធ្លាប់ចូលរស់នៅក្នុងផ្ទះសំណាក់មួយហ្នឹងក្នុងបន្ទប់មួយហ្នឹងហើយជួបហេតុការណ៍ទាំងអស់ហ្នឹងណាក៏បានស៊ូអ៊ីម្នាក់ហ្នឹងដែរមើលទៅអញ្ចឹងប្រហែលជាអ៊ីម្នាក់ហ្នឹងគាត់មិនប្រាប់ដល់ពេលមិនប្រាប់គេក៏យកបទពិសោធន៍ក៏ដូចជារឿងរ៉ាវដែលបានជួបនៅក្នុងផ្ទះសំណាក់មួយហ្នឹងយកទៅផុសនៅក្នុងប្រព័ន្ធអ៊ីនធឺណិតអញ្ចឹងទើបធ្វើឲ្យក្រុមបងភាហ្នឹងគាត់ស្រាវជ្រាវទៅគាត់ឃើញគាត់ដឹងអញ្ចឹងណាអញ្ចឹងមកថាកាលហ្នឹងអ្នកដែលរស់នៅក្នុងបន្ទប់មួយហ្នឹងក្នុងផ្ទះសំណាក់មួយហ្នឹងគាត់ក៏ធ្លាប់ស៊ូអ៊ីដែរតែអ៊ីគាត់អត់ប្រាប់អញ្ចឹង
ហ្នឹងគាត់កុហកក្រុមបងភាហើយថាគាត់មិនដែលបើកបន្ទប់មួយហ្នឹងបន្ទាប់ពីហ្នឹងទៅនៅពេលដែលពួកគាត់ទាំងអស់គ្នាហ្នឹងត្រឡប់ទៅដល់ភ្នំពេញវិញណាប៉ុន្តែពួកគាត់នៅតែមានអារម្មណ៍ថាមានអ្វីមួយយ៉ាងមកតាមពួកគាត់ចំណែកឯធីគាត់នៅតែមានអាកប្បកិរិយាចម្លែកដដែលនិយាយម្នាក់ឯងដដែលចឹងទៅពេលខ្លះគេងលក់យប់ជ្រៅចឹងទៅក៏ភ្ញាក់យប់បត្រៀតចឹងទៅក៏ភ្ញាក់ឡើងហើយក៏ឮសំឡេងអ្វីមួយយ៉ាងខ្សឹបដាក់ទៅជីគាត់ថាឲ្យទៅអាបន្ទប់ហ្នឹងវិញឲ្យត្រឡប់ទៅអាបន្ទប់ហ្នឹងវិញហើយអ្នកខ្លះដូចជាបងភាហើយម៉ាលីហ្នឹងក៏មានអារម្មណ៍ថាមានសមោលអ្វីមួយយ៉ាងមកតាមដល់គាត់ក្នុងបន្ទប់ពេលខ្លះក៏ឃើញនៅជ្រុងបន្ទប់ម្ខាងពេលខ្លះក៏ឃើញនៅចែងម្ខាងអញ្ចឹងទៅហើយថ្ងៃមួយហ្នឹងពួកគាត់ក៏ណាត់គ្នាជួបគ្នានៅទីក្រុងភ្នំពេញតាមធម្មតាអញ្ចឹងណាហើយក៏និយាយអំពីបទពិសោធន៍ក៏ដូចជារឿងរ៉ាវដែលពួកគាត់ទាំងអស់គ្នារំលឹកពីបទពិសោធន៍ដែលពួកគាត់បានជួបនៅផ្ទះសំណាក់មួយហ្នឹងណាទៅកាន់គ្នាទៅវិញទៅមកអញ្ចឹងទៅហើយម្យ៉ាងទៀតក៏និយាយអំពីរឿងរ៉ាវដែលពួកគាត់បានជួបមកដល់ឥឡូវនេះមកដល់ផ្ទះភ្នំពេញហ្នឹងថាពួកគាត់បានជួបអីខ្លះអញ្ចឹងទៅបានឃើញអីខ្លះនៅទីក្រុងភ្នំពេញថាវិញ្ញាណហ្នឹងមកតាមអីមិនបានជួបអីមិនអញ្ចឹងទៅហើយក៏យករឿងរ៉ាវទាំងអស់ហ្នឹងប្រាប់ទៅកាន់ម៉ាក់ប៉ារបស់បងភាក៏រៀបរាប់តាមលំដាប់លំដោយតាំងពីគាត់ជួបមកដល់បច្ចុប្បន្នអញ្ចឹងទៅនៅពេលហ្នឹងនៅពេលដែលម៉ាក់ប៉ារបស់បងភាគាត់ឮរឿងរ៉ាវទាំងអស់ហ្នឹងហើយគឺគាត់បារម្ភមែនតើហើយម៉ាក់ប៉ារបស់គាត់ហ្នឹងក៏នាំពួកគាត់ទាំងអស់គ្នាទៅវត្តដើម្បីជួបលោកតាម្នាក់ធ្វើពិធីស្រោចទឹកក៏ដូចជាលើករាសីផ្សេងដើម្បីកុំឲ្យវិញ្ញាណហ្នឹងមកតាមមកធ្វើបាបដល់ពួកគាត់ទាំងអស់គ្នាអញ្ចឹងណាហើយតាំងពីពេលហ្នឹងមកហ្នឹងក្រុមរបស់ពួកគាត់ក៏លែងមានរឿងអីកើតឡើងក៏លែងមានជួបបញ្ហាអីផ្សេងចំណែកឯធីហ្នឹងក៏លែងនិយាយម្នាក់ឯងអញ្ចឹងមកន័យថាមន្តអាគមរបស់លោកតាហ្នឹងអាចកម្ចាត់មន្តអាគមក៏ដូចជាបរោះម្នាក់ដែលមកតាមវិញ្ញាណបរោះដែលនៅក្នុងបន្ទប់ហ្នឹងមកតាមធ្វើបាបយាយីដល់ពួកគាត់ហ្នឹងបានអញ្ចឹងន័យថាលោកតាហ្នឹងគាត់មានវិជ្ជាខ្លាំងមកគាត់ណាគាត់អាចដេញវិញ្ញាណទាំងអស់ហ្នឹងចេញបានអញ្ចឹងតាំងពីហ្នឹងមកពួកគាត់ក៏លែងមានអីកើតឡើងណាគាត់ក៏បន្តជីវិតរស់នៅគាត់តាមធម្មតាអីចឹងទៅហើយទាំងអស់ហ្នឹងគឺជារឿងរ៉ាវរបស់ក្រុមនិស្សិតមួយក្រុមដែលបានណាត់គ្នាទៅដើរលេងនៅតំបន់មួយនៅផ្ទះសំណាក់មួយដែលបានជួលនៅផ្ទះសំណាក់មួយហើយផ្ទះសំណាក់មួយហ្នឹងម្ចាស់ផ្ទះសំណាក់មួយហ្នឹងក៏បានជួលបើកអាបន្ទប់ដែលនៅជាប់អាបន្ទប់បិទចិត្តមួយហ្នឹងឲ្យពួកគាត់ស្នាក់នៅក្នុងផ្ទះសំណាក់មួយហ្នឹងដោយរឿងរ៉ាវដែលពួកគាត់បានជួលនៅក្នុងផ្ទះសំណាក់មួយហ្នឹងគឺវាមានរឿងរ៉ាវច្រើនមែនទែនហើយគួរឲ្យខ្លាចមែនទែនតែយប់ដំបូងហ្នឹងគឺពួកគាត់ចូលទៅគឺអត់មានរឿងអីទេគឺគាត់ផឹកស៊ីរាំច្រៀងលេងសប្បាយតាមធម្មតាហើយយប់ទី2ហ្នឹងគឺគាត់បានឮសំឡេងសឹបផងចេញពីជញ្ជាំងផងហើយណាមួយអ្វីដែលគួរឲ្យខ្លាចគឺមានវិញ្ញាណខ្មោចដែលបន្លំខ្លួនធ្វើជាបង្រិតដែលទៅយូរស្រាហើយយូរសាច់ខ្លែមកដាក់លើតុហ្នឹងណាចំណុចហ្នឹងគឺវាពិតជាគួរឲ្យខ្លាចមែនទែនដែលលើសុកមានវិញ្ញាណខ្មោចដែលបន្លំខ្លួនធ្វើជាមិត្តភក្តិខ្លួនឯងចូលមកក្នុងបន្ទប់ណាបើតាមខ្ញុំគិតណាបើសិនជាពួកគាត់មិនហៅចូលមិនបើកទ្វារចូលទេគឺវិញ្ញាណដែលបន្លំធ្វើជាបង្រិតហ្នឹងគឺมันអាចចូលបានទេដោយសារអីដោយសារតែនៅក្នុងបន្ទប់ឬក៏ផ្ទះមួយគឺគេមានជំនាញរបស់គេมันអាចចូលបាននោះទេអញ្ចឹងបានន័យថានៅពេលដែលបង្រិតគាត់ចេញទៅទិញស្រាណាវិញ្ញាណទាំងអស់ហ្នឹងវិញ្ញាណហ្នឹងវាដឹងថាបង្រិតទៅណាព្រោះអីវាស្ដាប់ឮវាដឹងដល់ពេលអញ្ចឹងវាក៏ខ្លែងខ្លួនបន្លំធ្វើជាបង្រិតដល់ពេលអញ្ចឹងគាត់វិញ្ញាណហ្នឹងមកគោះទ្វារដល់ពេលមកគោះទ្វារគ្នារបស់គាត់មិនទៅបើកទ្វារដល់ពេលបើកទ្វារហ្នឹងហៅបង្រិតហ្នឹងចូលកន្លែងចូលបន្ទប់មែនអត់នៅពេលដែលយើងហៅហ្នឹងបានន័យថាយើងបើកដៃឲ្យវិញ្ញាណខ្មោចអីផ្សេងចូលក្នុងបន្ទប់ហើយអញ្ចឹងបានន័យថាវិញ្ញាណហ្នឹងអាចចូលបានពេលអាចចូលបានវិញ្ញាណហ្នឹងមិនឡងពួកគាត់មែនអត់គាត់ថាវិញ្ញាណរបស់បង្រិតដែលជាខ្លែងខ្លាយដែលជាខ្មោចខ្លែងបន្លំហ្នឹងមិនបានធ្វើអីគួរឲ្យខ្លាចឬក៏បន្លាចអីផ្សេងទេបានត្រឹមតែនិយាយបានត្រឹមតែអង្គុយស្ងៀមហើយនិយាយតិចអីចឹងទៅអញ្ចឹងទើបធ្វើឲ្យពួកគាត់ហ្នឹងមិនខ្លាចឬក៏អីមិនដឹងដែរនៅពេលដែលគាត់ខ្លាចនោះគឺពេលដែលបង្រិតពិតនោះមកដល់ស្រាប់តែកន្លះម៉ោងក្រោយមកបង្រិតពិតមកដល់ហ្នឹងគាត់ក៏គោះទ្វារហើយបើកទ្វារទៅឃើញបង្រិតមួយទៀតនោះអាហ្នឹងបានគួរឲ្យខ្លាចមែនទែនដោយសារតែបើកទ្វារទៅឃើញបង្រិតម្នាក់ទៀតនៅក្រៅហើយគោះទ្វារហ្នឹងគ្នាគាត់ក៏បើកទ្វារទៅស្រាប់តែឃើញបង្រិតនៅក្រៅហើយស្រាប់តែកលេចមកមើលបង្រិតដែលនៅក្នុងបន្ទប់ហ្នឹងស្រាប់តែបាត់មិនដឹងទៅណាអញ្ចឹងដល់ពេលហ្នឹងអារម្មណ៍ពិតជាព្រឺព្រួយពិតជាខ្លាចមែនទែនណាទាំងគេទាំងយើងសូម្បីតែខ្ញុំអ្នកនិយាយបើសិនជានៅក្នុងហេតុការណ៍មួយហ្នឹងក៏ខ្ញុំខ្លាចដែរមានណាសុកបាត់មនុស្សហើយបាត់ទៅតាមណាហើយរបស់របរដែលទិញមកដាក់លើតុហ្នឹងស្រាប់តែបាត់ដែរទី1បាត់មនុស្សវាមិនមកជុំទេណាប៉ុន្តែមួយយ៉ាងទៀតគឺវាបាត់របស់របរស្រាហើយនឹងសាច់ខ្លែមនៅលើតុនេះអញ្ចឹងគឺវាបាត់ព្រមគ្នាតែម្ដងហើយមួយនៅក្នុងអារម្មណ៍ពេលហ្នឹងពិតជាព្រឺព្រួយខ្លាចយកតែមែនទែនប៉ុន្តែខំប្រឹងលាក់បាំងលាក់អារម្មណ៍កុំឲ្យបង្រិតពិតដល់ដឹងដើម្បីឲ្យគាត់
ហូបស្រាអញ្ចឹងសប្បាយរីករាយអញ្ចឹងណាពីព្រោះតែបងរិទ្ធគាត់គឺជាមនុស្សដែលចូលចិត្តសប្បាយបន្ទាប់ពីហ្នឹងពួកគាត់ក៏ចូលទៅក្នុងបន្ទប់ផឹកស៊ីតាមធម្មតាបងរិទ្ធដឹងថាសប្បាយហើយចំណែកអ្នកផ្សេងចាប់ផ្ដើមភ័យចាប់ផ្ដើមព្រួយអារម្មណ៍ចាប់ផ្ដើមតានតឹងម្ដងបន្តិចព្រោះអីជួបខ្មោចអាហ្នឹងអាមុនហ្នឹងមិនមែនបងរិទ្ធផងអាមុនហ្នឹងមិនខ្មោចមែនអត់អញ្ចឹងពួកគាត់ចាប់ផ្ដើមអារម្មណ៍អត់ល្អណាហើយក៏យប់ហ្នឹងក៏កន្លងផុតទៅណៃឯយប់បន្ទាប់ហ្នឹងរឿងរ៉ាវដែលគួរឲ្យខ្លាចហ្នឹងមិនអាកន្លែងនេះអាកន្លែងគាត់ភ័យគាត់ខ្លាចគាត់រត់ចេញពីបន្ទប់រត់ចេញពីបន្ទប់ស្រាប់តែបាត់ចដាអាចដាចូលមកក្រោមហ្នឹងអាចដាចូលមកក្រោមរត់ចេញមករកឡានហ្នឹងវាបាត់ដល់ពេលអញ្ចឹងមិនដឹងរត់ទៅណាស្រាប់តែឃើញអាចដាមួយដែលរត់ទៅខាងលើចំណែកអាខាងលើវាអត់មានបន្ទប់ទេវាមានតែកន្លែងគេអង្គុយលេងគេស្រូបខ្យល់អាកាសនៅជាន់លើអញ្ចឹងអត់មានបន្ទប់ទេចំណែកអីឡើងទៅដល់អាលើហ្នឹងបែរជាឃើញអាបន្ទប់បាត់ចិត្តមួយទៀតនៅកន្លែងហ្នឹងអូយអាតំណឹងវាពិតជាព្រឺសបល់យកទៅមែនតើណាទាំងយើងទាំងគេខ្លាចមុំអាកន្លែងហ្នឹងមិនងាយណាសុកបាត់អាផ្លូវចុះក្រោមបែរជាឃើញអាផ្លូវឡើងលើហើយអាលើទាំងដែលដឹងថាអាលើហ្នឹងគ្មានបន្ទប់ទេហើយឡើងដល់លើមិនមានបន្ទប់បាត់ចិត្តមួយទៀតនៅកន្លែងហ្នឹងអញ្ចឹងវាច្បាស់ណាស់ថាខ្មោចវាជប់ឲ្យយើងមើលជប់ឲ្យយើងឃើញថាអាលើក៏មានបន្ទប់ដែរហើយអាក្រោមហ្នឹងវាបាត់ផ្លូវចិត្តមកឲ្យយើងមើលឃើញទេឥឡូវអញ្ចឹងពួកគាត់ក៏មិនដឹងថាម៉េចណាដោយសារតែផ្លូវរត់មកក្រោមក៏បាត់ដែរអញ្ចឹងឡើងលើទៅណាឡើងលើអត់មានផ្លូវចុះហ្នឹងមានតែលោតអញ្ចឹងមែនអត់អញ្ចឹងពួកគាត់ក៏សង្ងំនៅក្នុងបន្ទប់ហ្នឹងតាមធម្មតានៅពេលដែលសង្ងំដល់ភ្លឺអញ្ចឹងទៅហើយក៏ដល់ថ្ងៃដែលត្រូវបើកទ្វារយកសោទៅចាក់អញ្ចឹងទៅបានអាចដាហ្នឹងព្រលឹមឡើងអាចដាហ្នឹងវាឃើញឡើងវិញប៉ុន្តែមុនដែលឃើញហ្នឹងគឺត្រូវខ្មោចលងឆ្អែតនៅក្នុងបន្ទប់ហ្នឹងហើយគឺត្រូវខ្មោចលងនៅក្នុងបន្ទប់ហ្នឹងហើយបានរត់ចេញមកវិញអាភ្លើងហ្នឹងអាចដាហ្នឹងវាមិនបើកវាមិនឃើញវិញមែនអត់តាមគិតគឺថាចណ្ដើហ្នឹងវាបង្ហាញឡើងវិញគឺប្រហែលជាអាចនឹងវិញ្ញាណដែលនៅក្នុងបន្ទប់ហ្នឹងប៉ុន្តែមិនមែនជាវិញ្ញាណដែលបុរសម្នាក់ហ្នឹងធ្វើឲ្យចណ្ដើហ្នឹងចេញវិញទេអាចនឹងជាវិញ្ញាណដែលជាវិញ្ញាណមនុស្សស្រីតែពួកគាត់អាសាលឺសំឡេងកសឹបឲ្យបើកទ្វារអញ្ចឹងណាតែលឺសំឡេងកសឹបហ្នឹងគឺជាសំឡេងមនុស្សស្រីហើយសំឡេងមនុស្សស្រីទាំងអស់ហ្នឹងគឺជាសំឡេងដែលបុរសហ្នឹងគាត់ឃុំឃាំងគាត់យកវិញ្ញាណគេមកប្រើគាត់យកមកឃុំឃាំងនៅក្នុងហ្នឹងហើយជាប់នៅហ្នឹងអញ្ចឹងវិញ្ញាណទាំងអស់ហ្នឹងព្យាយាមទំនាក់ទំនងតាមរយៈធីជួនកាលនិយាយម្នាក់ឯងជួនកាលអីផ្សេងអញ្ចឹងទៅព្យាយាមទំនាក់ទំនងមកឲ្យបើកទ្វារហ្នឹងអាចនឹងវិញ្ញាណដែលត្រូវបុរសដែលឈ្មោះឌីហ្នឹងគ្រប់គ្រងហ្នឹងអ្នកបង្ហាញផ្លូវចុះមកក្រោមអ្នកបង្ហាញចណ្ដាហ្នឹងឲ្យមើលឃើញវិញអាចនឹងវិញ្ញាណដែលត្រូវបុរសដែលឈ្មោះឌីវិញ្ញាណខ្មោចដែលឈ្មោះឌីហ្នឹងគ្រប់គ្រងហ្នឹងអ្នកបង្ហាញចណ្ដាហ្នឹងដែលចុះក្រោមហ្នឹងដោយសារតែពួកគាត់ហ្នឹងជួយបើកទ្វារឲ្យជួយបើកទ្វារហ្នឹងចឹងបានន័យថានៅពេលដែលបើកទ្វារហ្នឹងវិញ្ញាណដែលត្រូវបុរសដែលឈ្មោះឌីហ្នឹងគ្រប់គ្រងហ្នឹងគឺអាចរួចខ្លួនចេញពីអាបន្ទប់បិទចិត្តហ្នឹងបានអញ្ចឹងអ្វីដែលជាការតបស្នងរបស់វិញ្ញាណខ្មោចទាំងអស់ហ្នឹងគឺបង្ហាញផ្លូវឲ្យពួកគាត់រត់ចេញបានអញ្ចឹងណាហើយរឿងរ៉ាវដែលពួកគាត់បានស្វែងរករឿងរ៉ាវដែលគាត់ចង់ដឹងហ្នឹងគឺគាត់បានសួរអំពីផ្ទះសំណាក់មួយហ្នឹងពីម្ចាស់ផ្ទះហើយមួយទៀតស្វែងរកពីតាមអ៊ីនធឺណិតដោយអ្នកតាមអ៊ីនធឺណិតហ្នឹងគេក៏ធ្លាប់មករស់នៅផ្ទះមួយហ្នឹងរឿងរ៉ាវដែលគេជួបទាំងអម្បាម៉ានគេក៏យករឿងរ៉ាវហ្នឹងខុសទៅលើប្រព័ន្ធអ៊ីនធឺណិតអញ្ចឹងទើបធ្វើឲ្យក្រុមបងភាហ្នឹងគាត់ស្រាវជ្រាវទៅគាត់ដឹងពីហេតុការណ៍អីផ្សេងហើយអ្នកដែលធ្លាប់មករស់នៅហ្នឹងក៏ធ្លាប់ជួបរឿងរ៉ាវដូចគាត់ផងដែរប៉ុន្តែអ្វីដែលពួកគេជួបហ្នឹងគឺគេនៅយប់ព្រលឹមណាគេចេញចំណែកឯក្រុមបងភាហ្នឹងបានន័យថាពួកគាត់រស់នៅបានយូរជាងគេគឺគាត់រស់នៅរយៈពេល3ថ្ងៃបានគាត់ចេញពីផ្ទះសំណាក់មួយហ្នឹងអញ្ចឹងបានន័យថារឿងរ៉ាវដែលគាត់ជួបហ្នឹងគឺគាត់ជួបឆ្អែតដែរមែនអត់ហើយមកដល់ត្រឹមហ្នឹងហើយគឺវាអត់ទាន់ចប់ទៀតណាដោយសារតែក្រុមរបស់ពួកគាត់ហ្នឹងមិនទៅបើកទ្វារគេអត់ឲ្យបើកតែជាទៅបើកទ្វារអញ្ចឹងទើបធ្វើឲ្យវិញ្ញាណបុរសម្នាក់នោះវិញ្ញាណខ្មោចដែលជាគ្រូធ្មប់គ្រូអីផ្សេងដែលយើងមិនដឹងតែគាត់ស្លាប់តាំងពី20ឆ្នាំមុននោះគឺមកតាមដល់ភ្នំពេញទៀតតាមពួកគាត់ក្រុមបងភៀងដល់ភ្នំពេញអ្នកខ្លះឃើញចេះអ្នកខ្លះឃើញចុះហើយធីហ្នឹងចាប់ដើមនិយាយម្នាក់ឯងអាចនឹងវិញ្ញាណប្រុសម្នាក់ហ្នឹងជាអ្នកគ្រប់គ្រងវិញម្ដងអញ្ចឹងនៅពេលដែលពួកគាត់ជួបរឿងរ៉ាវទាំងអស់ហ្នឹងហើយក៏បាននិយាយរឿងរ៉ាវទាំងអស់ហ្នឹងប្រាប់ទៅកាន់ម្ដាយឪពុករបស់គាត់ហើយនៅពេលដែលម្ដាយឪពុករបស់គាត់ដឹងរឿងរ៉ាវទាំងអស់ហ្នឹងហើយគាត់ក៏បារម្ភគាត់ក៏ខ្វល់ខ្វាយពីកូនរបស់គាត់គាត់ក៏នាំកូនរបស់គាត់យកទៅជួបលោកតានៅឯវត្តហើយលោកតាក៏ធ្វើពិធីអីផ្សេងលើកវិស័យលើកអីផ្សេងបដិនិស្ស័យអីផ្សេងអញ្ចឹងទៅពួកគាត់ទាំងអស់គ្នាហ្នឹងក៏រួចផុតអំពីវិញ្ញាណបុរសម្នាក់ហ្នឹងពួកគាត់ក៏មិនបានឃើញនេះឃើញនោះទៅតាមជញ្ជាំងហើយធីហ្នឹងក៏មិនបាននិយាយម្នាក់ឯងដូចមុននេះទៀតទេអញ្ចឹងជីវិតរបស់ពួកគាត់រស់នៅមកដល់សពថ្ងៃហ្នឹងគឺរស់នៅសុខស្រួលតាមធម្មតាមិនមានអ្វីកើតឡើងនោះទេ
អូខេរឿងរ៉ាវរបស់ពួកគាត់ទាំងអស់គ្នាគឺមានប៉ុណ្ណឹងហើយមកដល់ចំណុចនេះដែរសូមអរគុណអ្នកទាំងអស់យើងដែលបានចំណាយពេលវេលាដ៏មានតម្លៃមកតាមដានស្ដាប់តាំងពីដើមរហូតដល់ចំណុចនេះហើយមុននឹងបញ្ចប់វីដេអូនេះសូមពឹងអ្នកទាំងអស់យើងជួយចុច like ជួយចុច subscribe ឬដាក់សញ្ញាកណ្ដឹងឲ្យអត្ថបទម្នាក់មួយផងហើយជួបគ្នានៅអត្ថបទក្រោយៗទៀតសូមអរគុណសូមជម្រាបលាបាយបាយ